បាទសូមជម្រាបសួរបាទប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទសូមស្វាគមន៍មកកាន់កម្មវិធី Gainsbourg Football Talk Show បាទគឺគិតត្រឹមវេលានេះបាទឃើញថាការប្រកួតបាទគឺចាប់ផ្ដើមតាំងពីថ្ងៃបាទគឺទី11បាទ World Cup យើងបាទរហូតមកដល់ថ្ងៃនេះបាទគឺដែលមានក្រុមចំនួន48ហើយមាន104ប្រកួតនោះបូកទៅដូចជា78ប្រកួតដែរហើយមានការសុទ្ធបញ្ចូលទីគ្នាបើគិតត្រឹមមិចស៊ីកូយកឈ្នះអេក្វាដ័រនេះដូចជា231គ្រាប់ហើយបាទហើយក៏ស្វាគមន៍បាទគឺដល់ភ្ញៀវកិត្តិយសរបស់យើងថ្ងៃនេះបាទគឺសូមជម្រាបសួរបាទលោកគ្រូភាពវត្រាបាទអរគុណសុខសប្បាយគ្រូបាទការងារច្រើនណាស់ថ្ងៃនេះរដូវ World Cup ណោះបាទហើយក៏មានកិត្តិយសបានអញ្ជើញលោកគ្រូមកភាសាគ្នាលេងជាពិសេសបាទគឺយើងធ្វើបច្ចុប្បន្នភាពតាក់ទងនឹងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ដណ្ដើមជើងឯកពិភពលោកឆ្នាំនេះមានច្រើនប្រកួតចឹងគ្រូយល់ឃើញយ៉ាងម៉េចដែរមានក្រុមច្រើនចឹងបាទខ្ញុំគិតថាល្អសម្រាប់ឱកាស4ឆ្នាំម្ដងហើយបើជារសជាតិថ្មីដែរពីព្រោះ32ក្រុមឡើង48ក្រុមបាទហើយក៏ធ្លាប់មាន24ក្រុមមកឡើង32បាទដល់32ឥឡូវ48ឥឡូវពងគិតរឿងឡើងតទៀតហើយ64បាទ64ប៉ុន្តែខ្ញុំគិតថាបើឲ្យសម្រាប់បរិបទ World Cup ហ្មងត្រឹមប៉ុណ្ណេះល្មម48បាទត្រឹម48ល្មមចឹងហើយបើច្រើនពេកយើងឃើញតលយៈភាពរវាងកម្រិតបើគុណភាពនៃហ្គេមនីមួយព្រោះយើងតែងតែគិតថា FIFA ranking គឺជារឿងដែលសំខាន់ដែលបងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងការប្រកួតបាល់ទាត់ World Cup អូក្រុមនេះនៅ ranking ទីម៉ានក្រុមនេះនៅ ranking ទីម៉ានក្រុមលេខ1ជួបលេខ60លេខ70អីចឹងទៅវាចែកដនឡើងមកចឹងទៅមានន័យថាចាប់ពូលមកតលយៈភាពត្បិតអីតែរបៀបនៃការចាប់ពូលគេមាន portបាទអញ្ចឹងដឹងហើយថា port ពីលេខ1ដល់លេខប៉ុន្មាននៅ port លើកលែងតែម្ចាស់ផ្ទះទេដែលអត់មានត្រូវការយកទៅដាក់ port ណាទេអញ្ចឹង port ដែលទាបបំផុតគឺជា port ដែលនៅកម្រិត ranking ទាបបាទអរគុណច្រើនគូធាអូខេមុននឹងចូលដល់ប្រធានបទយើងធ្វើបច្ចុប្បន្នភាពបន្តិចណាតាក់ទងនឹងគិតត្រឹមថ្ងៃទី11មកដល់វេលានេះដែលខ្ញុំបាទទាំង3នាក់អង្គុយបាទគឺ live នៅក្នុងកម្មវិធី Gainsbourg បាទគឺ Football Talk Show នេះម្សិលមិញមានការផ្លាស់ប្ដូរបាទគ្រាចងគ្រូដូចជា2នាក់ហើយដូចជាលោក Ronald Koeman បន្ទាប់ពី Holland លោកចាញ់ពេលនឹងទីម៉ារ៉ុកគាត់លាឈប់ហើយមួយទៀតលោក Miroslav Kobek បាទគឺគ្រូរបស់ Czech ចេញដែរក៏លោកចេញដែរហើយ Emmanuel Neuer ដែលឈានចូលដល់វ័យ40ឆ្នាំនោះក៏បានជួ ស្រោមដៃលើជញ្ជាំងបាទលេងថាលេងហាងមកទៀតក៏លេងចូលហើយណាចូលលោក Belsa បាទ Marcelo Belsa ដូចអត់ទាន់មានព័ត៌មាននៅទេបាទ Marcelo Belsa នៅទេប៉ុន្តែរឿងដែលក្តៅកគុកមែនតើគឺលោកបាទគឺហុងម៉ុងប៊ូបាទគ្រូកូរ៉េលាឈប់ហើយក៏ពិបាកទៀតឥឡូវនេះតាមហាងនានាធំនានាគឺដាក់ឈ្មោះហាមហ្មងអាណិតគាត់ណាពី Hero បាទពី Hero មក Zero 2026គាត់ជាកីឡាករអាស៊ីទី1ដែលលេង World Cup 5 ដងមិនមែនធម្មតាទេ defend ដ៏ល្អខ្លាំងណាបាទឥឡូវនេះបញ្ហាហើយបញ្ហាមួយទៀតរដ្ឋាភិបាលនៅក្នុងធម្មនុញ្ញឬក៏គេហៅថាច្បាប់កីឡានៃបណ្ដាប្រទេសទាំង202ជាសមាជិករបស់ FIFA ហ្នឹងគេមិនអោយអ្នកនយោបាយចូលកិច្ចការរបស់សហព័ន្ធទេមិនអញ្ចឹងប៉ុន្តែដោយសារការក្តៅក្រហាយខឹងពេកចំណាយធនធានដ៏ច្រើនសម្រាប់កូរ៉េខាងត្បូងនេះធ្វើឲ្យប្រមុខបាទគឺអ្នកនយោបាយប្រធានាធិបតីកូរ៉េខាងត្បូងហ្នឹងគឺចេញមកដូចថាឲ្យមានការស៊ើបអង្កេតអញ្ចឹងណាប៉ុន្តែពាក្យនេះមិនល្អទេត្រាមែនទេបាទខ្ញុំគិតថាបើនិយាយពីច្បាប់ FIFA ហ្មងគឺអត់តម្រូវទេហើយយើងដឹងហើយថាដូចនៅឥណ្ឌូនេស៊ីប៉ុន្មានឆ្នាំគាត់មានរដ្ឋាភិបាលលោកដៃហើយឥឡូវនេះថ្មីដូចមិនដឹងថានេប៉ាល់ឬក៏នេប៉ាល់ឬក៏ប៊ូតានទេបាទនេប៉ាល់ពីមុនមានប្រុយណេទៀតក៏ចឹងមានប្រុយណេបាទអញ្ចឹងនេះគឺជាលក្ខខណ្ឌដែល FIFA គេហាមហ្មងគេអត់ឲ្យទេអ្នកនយោបាយមិនឲ្យលោកដៃចូលកិច្ចការងារសហព័ន្ធទេការងារសហព័ន្ធគឺជាអង្គការឯករាជ្យមួយបាទសហព័ន្ធនៃបណ្ដាប្រទេសទាំងអស់ដែលជាសមាជិកនឹងគាត់ធ្វើការដោយឯករាជ្យបាទគឺក្រោមការដឹកនាំរបស់ FIFA អញ្ចឹងទៅខាងកូរ៉េខាងត្បូងអ្នកនយោបាយគាត់ឲ្យយោបល់ហើយគាត់មិនជាការបញ្ជាទេបាទគាត់ថាសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងគួរតែពាក្យគួរតែហ្នឹងគឺជាការណែនាំទេបាទប៉ុន្តែសម្ដីអ្នកនយោបាយបាទតែចេញពីគាត់បាទសម្ដីអ្នកនយោបាយគឺធ្ងន់ជាពិសេសធិបតីថ្នាក់ដឹកនាំកម្ពុជាជាតិគេប្រើពាក្យយ៉ាងធ្ងន់ខ្លាំងណាខ្ញុំឃើញថាលើកនេះរៀងមានអារម្មណ៍សង្ហេះសង្ហោចបន្ទាប់ពីអ្នកដែលទទួលខុសត្រូវខ្លាំងបំផុតប្រហែលអ្នកដែលរៀបរាប់មិញវាថាពីអាជីពដែលប្រកបដោយភាពថ្លៃថ្នូរប៉ុន្តែមកដឹកនាំក្នុងការទទួលខុសត្រូវខ្លាំង
ហើយស្រាប់ទទួលរងនៅសម្ពាធបែបនេះបាទវាធ្វើឲ្យបន្ទុកខ្លាំងបាទបន្ទុកខ្លាំងហើយមានរឿងច្រើននៅក្នុង World Cup លើកនេះបាទនេះសម្រាប់អ្នកដែលនាំហើយចាញ់ណាចុះទុយនេស៊ីទៅបានមកប្រកួតហើយនេះមិនមែនជាលើកទី1របស់ទុយនេស៊ីទេ2 ដងហើយដែលទុយនេស៊ីលេងគ្រាន់តែមកប្រកួតទី1ចាញ់ច្រើនដកឆ្វាច់បាទដកឆ្វាច់បាទរឿងនេះមិនល្អដែរទេអរគុណប៉ុន្តែឥឡូវខ្ញុំសូមភ្ជាប់មួយទៀតម្សិលមិញខ្ញុំបានធ្វើសូជាមួយរទ្ធីហើយមានមនោរម្យតាក់ទងជប៉ុនដែលដើរចេញហ្នឹងហើយព្រឹកមិញហ្នឹងខ្ញុំបានជួបគេហៅថាគ្រូជាន់ខ្ពស់ខ្មែរយើងគឺលោកគ្រូប្រាក់សវណ្ណរាបាទហៅគ្រូទូចបាទគាត់និយាយមួយគាត់ហ្នឹងតាក់ទងម្សិលមិញហ្នឹងខ្ញុំរំលេចថាឆ្នាំ2026ដែលជប៉ុនប្រមូលកីឡាករចូលក្រុមជម្រើសជាតិហ្នឹងណាមានកីឡាករជប៉ុនហ្នឹងទៅលេងនៅក្រៅប្រទេសហ្នឹង62ដោយសារថាអ្នកមានធនធានហ្នឹងគាត់ទៅវិនិយោគនៅប្រទេសនោះហើយគាត់បានជំរុញទាញកីឡាករនោះយកទៅផ្ញើបានន័យថាធ្វើយ៉ាងម៉េចឲ្យពួកគាត់ទៅមានការប្រកួតប្រជែងកម្រិតខ្ពស់នៅទីនោះបាទគឺជាការនាំតែគ្រូទូចគាត់ថាយើងសម័យណានោះថាមានការជំរុញអញ្ចឹងដែរថាឲ្យមានការដូចថានាំអីទៅក្រៅខ្លះដែរតាមមែនគ្រូតាមានមើលការជ្រៅជំនាន់លោកជូជីមវ៉ាស្កើតដែលជាគ្រូបង្វឹកជំនឿជាតិអាល្លឺម៉ង់បាទជាអាល្លឺម៉ង់មកដឹកនាំកម្ពុជាហ្នឹងគាត់មើលឃើញដល់កីឡាករដែលមានសក្តានុពលច្រើនបាទបណ្ដាគាត់ថាទៅក៏នៅក្នុងកម្រិតដែលលីកកម្រិតរៀងទៀបទេបាទហើយក៏ជាការជំរុញមួយដែរនេះបើតាមខ្ញុំបានដឹងខ្លះប៉ុន្តែបើឲ្យលំអិតហ្មងគឺអត់ដឹងទេបាទកូរ៉េមានតែ13ឯណា13នាក់ឯណាតែជប៉ុនទៅច្រើនមានន័យថាការវិនិយោគអ្នកមានធនធានដែលវិនិយោគនៅប្រទេសហ្នឹងគឺជួយទៅទៀតអញ្ចឹងយើងមើលឃើញចុងក្រោយនេះយើងតាំងពីលោកណាកតៈអីមកមានទេត្រាមើលសុំទៅបាទឲ្យត្រាឲ្យលឹកថាចោលគ្រូត្រានិយាយតិចមើលបាទជំនាន់ Hidetoshi Nakata បាទគាត់គឺជាអ្នកបើកផ្លូវឲ្យការនោះគឺអត់មានការជំរុញអីទេគឺគាត់គេថាagency មួយ agency international agency ណាការនោះដូចជាមិនទាន់ឮពាក្យដែលគេប្រើ FIFA agency ទេហ្នឹងហើយអញ្ចឹងក៏គាត់ connect គ្នាទៅហើយបើតាមប្រវត្តិមកមានន័យថាគាត់ទៅរកក្រុមទៅរកអីរៀបអូតែខ្លួនឯងអញ្ចឹងខ្ញុំមើលឃើញថាអ្នកដែលបើកផ្លូវខ្លាំងបំផុតសម្រាប់ Dream ខ្ញុំបើមែនតើខ្ញុំអត់គិតថាជាការវិនិយោគអ្នក sponsor នេះក្រុមហ៊ុននេះយកទៅទេពីព្រោះមិនងាយមាន connecting បែបនេះទេមានន័យថាកីឡាករដែលបានបោះជំហានទៅអឺរ៉ុបមុនទេគឺជាអ្នកបង្កើតក្តីសុបិនឲ្យកីឡាករជំនាន់ក្រោយមកទៀតបាទបន្ទាប់ពី Hidetoshi Nakata មកក៏ចាប់ផ្ដើមមានអ្នកមកលេងនៅលីកអាល្លឺម៉ង់លេងអីច្រើនបាទលេងអីច្រើនហើយអ្នកដែលបង្កើតស្នាដៃនៅអឺរ៉ុបមួយទៀតគឺ Hasebe បាទជំនាន់ Hasebe ហ្នឹងហើយបាទ Hasebe លេចធ្លោមែនតើបានពៀន Bundesliga មកលេចធ្លោហើយក៏ដូចទៅចប់អាជីព2ឆ្នាំនេះទេបាទក្នុងវ័យរៀងជ្រេតែទៅចប់អាជីពមិនអញ្ចឹងមួយទៀតបាទរវាងខ្ញុំដឹងតែរឿងជប៉ុនទេដែលជប៉ុនគេមានសហព័ន្ធបាល់ទាត់គេហៅថាការិយាល័យរបស់គេនៅអឺរ៉ុបអញ្ចឹងគេដើម្បីគេតាមដានពីគុណផលកីឡាករដើម្បីគេ take care កីឡាករគេនេះជាការរៀបចំមួយល្អព្រោះដូចសហព័ន្ធមួយនៅជប៉ុនហើយបាទធ្វើការងារផ្សេងប៉ុន្តែបើសម្រាប់ការងារនៅការិយាល័យរបស់ជប៉ុននៅអឺរ៉ុបហ្នឹងគឺគេត្រូវតែមានជាប្រចាំហើយមើលកីឡាករនៅអឺរ៉ុបច្រើនណាស់កីឡាករជប៉ុននៅអឺរ៉ុបនេះច្រើនណាស់ហើយមិនមែនតែប្រុសៗណាស្រីៗក៏ច្រើនដែរបាទអរគុណហើយយើងក៏ភ្ជាប់តិចទៀតទៅបាទគឺនៅសម័យហ្នឹងណាកតៈមកក្រោយកូវីដបន្តិចឲ្យជាប់នៅពេលកូវីដដែរនៅពេលពងកូវីដបន្តិចឯមែនទេត្រាពេលហ្នឹងHidetoshi NakataបាទណាកតៈមកNakataដូចជាយូរហើយណាកតៈយូរហើយបាទពេលហើយកូវីដហ្មងមែនទេបាទឬក៏មុនកូវីដបាទពី2021បាទយើងគិតមើល2022ណាកតាត្រីចាស់ហើយ2002មែនទេខ្ញុំចង់និយាយថាយើងគ្រូជំរឿសជាតិយើងយកលោកហុងដានេះលោកហុងដាមកដឹកនាំនេះបាទមកដឹកនាំនេះខ្ញុំច្រឡំណាកតាបាទហុងដានេះគឺមកកូវីដតែម្ដងបាទមកមុនកូវីដបន្តិចបាទមុនកូវីដបន្តិចហ្នឹងហើយរដ្ឋាភិសហព័ន្ធយើងគឺគាត់មានន័យថាគាត់បដូរផ្ដាច់គឺជូនទៅដល់រដ្ឋាភិបាលជប៉ុនទៅជួយពេលហ្នឹងកូវីដបាទគឺខ្ញុំបានចូលរួមទៅពេលហ្នឹងគឺមកកូវីដធ្វើតេស្តចំមុះឲ្យមកចូលទៅដល់សន្និសិទកសែតអីបាទពេលហ្នឹងយើងមកបាទគឺយើងចូលមកពេលហ្នឹងហើយបើកផ្លូវពេលហ្នឹងហើយខ្ញុំចាំបានថាកាលហ្នឹងខ្ញុំត្រឡប់ទៅជាមួយជាតិវិញលើកទី2បាទហើយបានបើកផ្លូវឲ្យលោកហុងដាចូលមកយកខ្ញុំគិតថាវាតគ្នាយើងអាចជាស្ពានទៅដែរប៉ុន្តែដល់ឥឡូវខ្ញុំដាច់សាច់រឿងទៅវារឿងហ្នឹងដាច់តែម្ដងអរគុណឥឡូវយើងបិទត្រឹមហ្នឹងចុះឥឡូវយើងចូលដល់បាទគឺសួរលោកគ្រូត្រាតិចមើលបាទគឺចូលរួមអបអរសាទរទៅដល់ Kylian Mbappé មិនទៅបាទគឺឥឡូវនេះគឺគាត់សុទ្ធ
ឥឡូវស្មើនឹង Messi ដែរហើយប៉ុន្តែយើងជុលមួយសិនបាទឲ្យដើម្បីភាសាគ្នាឲ្យវារលូនតិចណាបាទអរគុណដល់ idol បាទមិនទៅបាទអេមបាប៉េនេះព្រឹកមិញដូចជា2គ្រាប់ទៀតអញ្ចឹងឡើង6ហើយ6មិនទៅគាត់នៅតែមានសក្តានុពលទេគូធាខ្ញុំគិតថាការរីកចម្រើនខ្លាំងនៅ World Cup រដូវកាលនេះរបស់បារាំងគឺចាត់ទុកថាជាក្រុមប្រយុទ្ធដែលមុតស្រួចខ្លាំងហ្មងពីព្រោះគេមាន option ប្រយុទ្ធច្រើនបារាំងនេះទោះបីជាលេងជាមួយក្រុមណាតម្លាក់ដល់ក្នុងមុខទីទៀតក៏គេអត់ខ្វល់ដែរបាទគាត់ថាបើសិនជាប៉ះជាមួយក្រុមដែល high line នេះមានថាខ្សែការពារឡើងខ្ពស់ចូលលីង25ម៉ែត្រ30ម៉ែត្រនឹងបារាំងបាញ់ពីក្រោយខ្នងហ្មងបាញ់ពីក្រោយខ្នងប្រើគុណភាព Rabiot ប្រើគុណភាពOlise យើងឃើញមានបាល់ដែលចោះពីក្រោយខ្នង penetrate ឬក៏បាញ់បន្តនេះជាហេតុផលតែបើសិនជាទម្លាក់ជ្រៅនៅក្នុងប្រអប់16ម៉ែត្រក្នុងលីង16ម៉ែត្រស្អីក៏បារាំងធ្វើបានដែរឥឡូវយើងមើលថ្ងៃនេះគេរកគ្រាប់បានណាគឺគ្រាប់ទី2របស់ Kylian Mbappé គេហៅ solo goal អញ្ចឹងទាត់ប៉ុន្តែមុននឹងហេតុការដែលមានគ្រាប់ទាំងអស់ហ្នឹងការបង្កើតឱកាសរបស់បារាំងមួយហេតុអីបានជា Olise ក៏ទាត់ពីចង្ងាយ Mbappé ក៏ទាត់ពីចង្ងាយហេតុផលដែលទាត់ពីចង្ងាយហ្នឹងគឺដើម្បីឲ្យ high line defense ហ្នឹងឯងធម្មតា high line defense គេហៅ deep block ការពារនៅមុខទីអញ្ចឹងតែងតែតម្លាក់ជ្រៅដល់ពេលដបូលទូក20ម៉ែត្រជាងទាត់មិនអត់ឡើងមិនទាត់មិនទាត់មិនក៏បានដែរហើយបារាំងមើលទាត់តែគ្រាប់ចង្ងាយហ្នឹងដាក់ចូលរហូតហ្នឹងបាទហើយនេះហើយក្រុមទាំងអស់ដែលប៉ះបារាំងត្រូវតែឡើងហើយមួយទៀតចលនារបស់គេDembele Michael Olise ហើយថ្ងៃនេះដាក់បាកាឡាជំនួសឲ្យ Doué បាទថាបានប្រកួតចុងក្រោយដោយសារ Doué អត់សូវគ្រោះថ្នាក់ដូចបាកាឡា Doué ភាគច្រើនចូលក្នុងហើយបាកាឡាគាត់ទៅក្រៅក៏បានក្នុងក៏បានថ្ងៃនេះគាត់ថា cut in cut out បានច្រើនអញ្ចឹងហើយជាហេតុផលដែលធ្វើឲ្យ unlock គេហៅថា movement ដោះសោបាទឬក៏ unmark របស់កីឡាករទាំងអស់ឥឡូវយើងមើលជាក់ស្ដែងថាបន្តិចOlise នៅក្នុងបន្តិចបាប៉េនៅក្នុងរត់ចុះមកយកបាល់ដល់ពេលហើយមួយទៀតគឺបើកណកកន្លែង Dembele នៅបើកខាងស្ដាំជាប់អញ្ចឹងខ្ញុំចាប់អារម្មណ៍ត្រង់ថាបារាំងលេងខាងឆ្វេងគឺ target នៃ attack របស់គេទៅស្ដាំបាទដើម្បីបង្កើតឱកាសមួយទល់មួយនៅខាងក្រៅបាទប៉ុន្តែយប់មិញឆ្វេងក៏ពិបាកមកស្ដាំក៏ពិបាកនិយាយទៅវាល្អសងខាងហើយប៉ុន្តែរទ្ធីវាយប់មិញមានកំណត់ត្រាទៀតហើយបាទគឺកីឡាករដែលមិនរកគ្រាប់ប៉ុន្តែគេចាត់ទុកថាជាកីឡាករល្អបាទគឺខ្សែប្រយុទ្ធមកពីបាយ័នម៉ានិកហ្នឹងគឺ Michael Olise ហ្នឹងណាជាកីឡាករដំបូងគេហើយបាទគឺដែល assist ឲ្យគេរកគ្រាប់6គ្រាប់6ហើយមិនមែនធម្មតាទេណាចាប់តាំងពីលោក Thomas Hessler ជនជាតិអាល្លឺម៉ង់ធ្វើបាននៅឆ្នាំ94ហើយលោកប៉េឡេគាត់ធ្លាប់ធ្វើបានតាំងពីឆ្នាំ1970នៅមេស៊ីកូគាត់ assist ចឹង6គ្រាប់ដែរអញ្ចឹងណាក្នុង single World Cup single World Cup សិតតែ single World Cup អញ្ចឹងបាទគឺអ្នករកគ្រាប់យើងចេះតែរាប់ទៅប៉ុន្តែអ្នកដែលលោជាងគេនោះបាទគឺ Michael Olise នេះបាទមើលល្អអត់គូត្រាមើលថាល្អហើយបាទ Michael Olise ភាគច្រើនចលនារបស់គាត់នឹងគឺដាច់មួយបាត់ហើយព្រោះគាត់តែចុះមកយកបាល់នៅតំបន់បំរើព្រោះនៅក្នុងចំណោមនេះគាត់ដូចជាបំរើប្រយុទ្ធ2នាក់អញ្ចឹងឥឡូវយើងមើលបុកទូបុកមួយទៀតគឺ Rabiot នៅពេលដែល Michael Olise គាត់ចុះមកយកបាល់ Rabiot ឡើងទៅលើបាទហើយបើថាខាងឆ្វេង Rabiot ចុះមកយក Michael Olise ឡើងទៅលើអញ្ចឹងយើងឃើញថាអាការដែលតាមចាប់របស់បំរើទាំងអស់នេះគឺមានចំនួនលើសនៅតំបន់បំរើរហូតជាទូទៅយើងឃើញបំរើនៅកណ្ដាលមាន2គេថា balance 2 roll លេខ6ឬ roll លេខ8តែដល់ពេល Rabiot 1 Michael Olise ចុះមួយទៀត2 2អញ្ចឹង free អ្នកណាមិន free touch money ដល់ពេលបាទដល់ touch money ដល់ពេលមកយក touch money free Michael Olise បាទអញ្ចឹងគេបង្កើតចំនួនលើសនៅតំបន់កណ្ដាលប៉ុន្តែហេតុផលដែលខ្ញុំឃើញបារាំងលេងគឺគេថាប្រេងខ្លាំងតែអត់ចូលគឺទាត់ហើយបាទចូលទាត់ហើយទាត់សិនទាត់មុនវាគាត់ទាត់ចូលតែបើចូលគឺអស្ចារ្យតែបើអត់ចូលទេទាត់ដើម្បីអីដើម្បីឲ្យថ្នាក់ចិត្តគេថាអាត្រាក់បោកឲ្យការពារនឹងឡើង high line នៅពេលដែលចាប់ដើមឡើង high line គេបន្តពីក្រោយបាទឥឡូវនេះបាទគឺឆ្លងតាមជ័យជំនះគិតត្រឹមយប់មិញណាបាទគឺគាត់ឈ្នះបាទទៅលើដៃគូបាទគឺសម្រាប់បារាំងធ្វើឲ្យលោក Didier Deschamps គឺឈានទៅវគ្គ knock-out stage 9 ដងជាប់គ្នាឥឡូវនេះគាត់នៅឈរបេក្ខជនទី1ថានឹងទៅធ្វើវាលគ្មិនដូចអ្វីដែលគាត់ធ្វើបានកាលពី2018មានន័យថាចប់ការប្រកួតនៅពេលដែលក្រុមជើងឯកគ្រូនឹងឲ្យទៅមែនទេគ្រូតាបាទទៅឡើងសន្ទរកថាទៅធ្វើបឋកថាហើយអូខេការរៀបចំយ៉ាងម៉េចហ្នឹងគ្រូតាចេះជាងខ្ញុំហើយប៉ុន្តែគាត់ខ្ញុំដឹងថាបត់បង្ហាញបាទបត់បង្ហាញបាទធ្វើបត់បង្ហាញហើយ
អូខេចេញដំណើរមករៀបចំមិនគាត់គឺជាបេក្ខជនមួយទៀតដែរថានឹងអាចទៅធ្វើបទបង្ហាញជាលើកទី2បាទនៅក្នុងប្រវត្តិសាស្ត្រនេះគាត់ថាបានមែនទេបាទជាការពិតហើយបើរឿងមួយទៀតដែលខ្ញុំធ្លាប់ដឹងកាលហ្នឹងជប៉ុន2002ចប់គេអញ្ជើញហូឡង់ហើយនៅអាល្លឺម៉ង់បាទហើយទៅធ្វើរបៀបថាដូចបត់បង្ហាញអំពីបរិបទបាល់ទាត់អញ្ចឹងជប៉ុនគេនិយាយនៅក្នុង World Cup គេរៀបចំអីខ្លះ friendly គេធ្វើមិនការវឹកហាត់គេធ្វើមិនគេដាក់បង្ហាញហើយក្រោយមកគេឲ្យអាល្លឺម៉ង់ហ្នឹងទៅបង្ហាញដែរប៉ុន្តែអ្នកដែលទៅនិយាយតំណាងអាល្លឺម៉ង់ក្នុងការធ្វើបត់បង្ហាញហ្នឹងគាត់ថាសូមសរសើរជប៉ុនហើយឈ្នះអាល្លឺម៉ង់នៅ World Cup 2002ហើយក្រុមចាញ់ទៅធ្វើបត់បង្ហាញទៀតប៉ុន្តែស្រុកគេគឺ open mind មកខ្ញុំទទួលស្គាល់ថាគឺគេបើកចំហក្នុងការទទួលយកពេលដែលប្រទេសណាមួយគេរករបត់គេថារបត់កំហើញនៃបច្ចេកវិទ្យាអីមួយឬក៏ផ្នែកកម្លាំងអីមួយណាគឺគេ share គ្នាហ្មងគេ share គ្នាហ្មងអញ្ចឹងតើសារត្រង់ថាបើនិយាយពីអឺរ៉ុបវិញគឺគេត្រូវរួមដៃគ្នាឥឡូវហេតុអីបានជាមាន UEFA Nation League គឺដើម្បីទៅប្រជែងជាមួយក្លឹបផ្សេងតែអឺរ៉ុបដូចធ្លាក់ច្រើនដែរធ្លាក់ច្រើនដោយគូធាមានភាសាខាងមុនវិញថាបើទៅចិត្តអត់បានសុទ្ធពីចម្ងាយយប់មិញបារាំងសុទ្ធ25ដងបានសម្រេច3ដងចង់ក៏ជាផលដែរមានន័យថាសុទ្ធហើយសុទ្ធទៀតដល់តែបានផលនេះគឺជាហេតុផលមួយដែលខ្ញុំគិតថា25ដងមិនចេះតែសុទ្ធពីចម្ងាយអញ្ចឹងបាទ25សុទ្ធមិនធម្មតាទេចុះបើបរិបត្តិឥឡូវខ្ញុំមើលឃើញបាទទាត់ក្រុមមួយគាត់ចុះមកបិទច្រើន deep បាទ deep ការពារហ្នឹងជ្រៅហើយដល់ពេលអញ្ចឹងត្រូវក្រុមប្រយុទ្ធត្រូវស្វែងរកវិធីសាស្ត្រអីដើម្បីទម្លុះបាទតែយើងទម្លុះគេអត់ចេញចូលក្នុងរួចមានអាទាត់ពីចម្ងាយទាត់ចម្ងាយប្រឆោតដោយលោកគ្រូធាលើកឡើងអាហ្នឹងវា logic បំផុតបាទដោយតែបាល់ free kick របស់ Ronaldo ដែលមិនដែរអ្នកទាត់ថា Ronaldo ទៅឈោបោកកាត់ជាងមានមន្ទិល2បាទមិនថា Ronaldo ទាត់ប៉ុន្តែហេតុផលដែលមិនដែរគេទាត់បានស្រួលអ្នកជាងប្រតិកម្មអត់ទាន់បាទមានចាប់អារម្មណ៍ប្រាស់3នៅពីមុខឯងប្រាស់3ហ្នឹងគឺជាប្រាស់ដែលបាំងអត់ឲ្យកាត់ជាងដឹងថាបាល់ហ្នឹងចេញពីណាទេបាទអត់ដឹងហ្នឹងសិតថាធ្វើឲ្យគេម៉ែអត់ត្រូវបាទនៅក្នុងបាល់ទាត់គេប្រើពាក្យ guessing ម៉ែខ្មែរហ្នឹងហៅម៉ែអញ្ចឹងម៉ែខុសចប់បាទអញ្ចឹងយប់មិញហ្នឹងបាទគឺគាត់ព្យាយាមសុទ្ធ25ដងសម្រាប់ទីបាន3ដងប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺគាត់ធ្វើបាន3គ្រាប់បាទគឺ3គ្រាប់ឡើងណាលេង9ប្រកួតគាត់សម្រេចបាន5ដងបាទនេះបារាំងចង់បានន័យថាជាចំនួនមួយដ៏ច្រើនដែលគាត់ធ្វើបានណាសំខាន់ក្រោមការដឹកនាំរបស់លោកឌីលីរីសង់យប់មិញហ្នឹងគឺពាក់អាវធំមានន័យថាធ្វើបនម្ដាយមកវិញហើយមកឈរនៅតំបន់ថាច់ច្លាយហ្នឹងតែម្ដងបាទល្អមែនទេយើងមើលដូ3ដាក់3បាទម៉ាតេតាចូលជាមួយនឹង Shirky ជាមួយនឹង Due មក3ហ្នឹងក៏ឥឡូវយើងបំរុង substitution របស់បារាំងបំរុងហ្នឹងក៏អស់ចាហ្មងទៀតណាវាលេខ1ហើយទៅបំរុងហើយយើងគិតមើលវាយើងនិយាយនេះយើងខ្លាចតែឥឡូវយើងគិតថាគេមានសំណុំ26នាក់មកមានសំណុំទាំងអស់តែឥឡូវដូចក្រុមខ្លះគេពឹងផ្អែកទៅលើកីឡាករសំខាន់ឥឡូវដូច Norway មួយអត់ពី Erling Haaland តែអ្នកណាហ្នឹងវាថាក្រុមដែលប៉ះមួយ Norway នៅពេលដែលអត់ Erling Haaland ហេងយើងប្រើភាសាហេងសូយគឺនៅកន្លែងហ្នឹងតែបើថាសូយ Erling Haaland នៅលេងបានល្អពិបាកគ្រោះថ្នាក់អញ្ចឹងឯងហ្នឹងហើយអរគុណអញ្ចឹងបារាំងត្រូវទៅជួបជាមួយនឹងប៉ារ៉ាហ្គាយគូធាសុំសង្ខេបខ្លីឯដើម្បីយើងឆ្លងទៅបកគូទៀតមើលសុំបន្តិចមើលបាទឡាទីនជួបជាមួយនឹងអឺរ៉ុបបារាំងមួយប៉ារ៉ាហ្គាយប្រៀបដូចជាយើងសម័យទៅរូបភាពក្រុមមុននឹងលេងពីនេះឡើងមកប៉ារ៉ាហ្គាយលេងមួយអាល្លឺម៉ង់បាទគឺអត់មាន possession ទេអត់មានក្បាច់ថា pattern គេត្រូវចលនាទៅណាប្រយុទ្ធចូលទៅកន្លែងណា open space ឬក៏ make wide កូដនឹងឡើងទៅខ្ពស់អត់មានទេគឺជុំការខ្ញុំឃើញគេយើងចាប់បាល់បានទាត់ចោលទាត់របៀប clear ហ្មងទាត់ចោលឲ្យអាល្លឺម៉ង់លេងសឹមតែយកបាល់ទៅបោះអាល្លឺម៉ង់លេងចោះបាទលេងចោះចាំការពារតែបើដដើមបានគឺវាបកមានតែរូបភាពហ្នឹងទេដែលប៉ារ៉ាហ្គាយលេងហើយអស់ដល់ពេលហ្នឹងទីបាទព្រោះគុណភាពដូចខ្ញុំនិយាយយ៉ាងថាអាល្លឺម៉ង់រៀងស្ទើរបាល់ counter press ពីច្រើនអាល្លឺម៉ង់ពេលដែលបាត់បាល់ហើយទៅដដើមយកបាល់គេវិញហ្នឹងអត់សូវគុណភាពទេពេលខ្លះក៏បាន5ដង6ដងក៏ភាសាដូចឃ្លោកដល់បាទហើយបើ Rodiger ជាមួយ Jonathan Taft បើឲ្យនៅទៅយកបាល់គេបានតោះ fault មែនអត់ឥឡូវយើងមើលចាក់ស្ដែងក្នុងការប្រកួតមកតលបង្កើតកំហុសបើឲ្យចូលទៅ intercept ឬក៏ពិតពាំង challenge មួយគេរៀងស្ទើររហូតដល់បាល់ហ្នឹងមកដល់មុខទីរបស់អាល្លឺម៉ង់រហូតហើយមួយទៀតសម្រាប់ប៉ារ៉ាហ្គាយខ្ញុំគិតថាមកសម័យមកជាមួយអេក្វាដឺវិញដែលប៉ះមួយមេស៊ីកនេះចុះអេក្វាដឺលេងមួយអាល្លឺម៉ង់មិន deep defense ដែរតែដល់ពេលឥឡូវឃើញមេស៊ីកូរកគ្រាប់បានជ
ចំនួនការពាររបស់ Ecuador មានតែ9ក្តំនៅមុខទីណាមានន័យថាគេដូរតាក់ទិកដែរអញ្ចឹងខ្ញុំគិតថាសម្រាប់ Paraguay ក៏ប្រហែលជាមិនដូរទេដោយសារតែកម្រិតទី1កម្រិតទី2គុណភាពនៃការទាញរបស់បារាំងដែលធ្វើឲ្យនឹងរៀបចំផែនការដូចជាមួយអាល្លឺម៉ង់អញ្ចឹងគេរងចាំតែឱកាសវាយបកម្ដងពីរដងគេរងចាំតែឱកាសបាល់ set piece free kick ឬក៏ corner ឬក៏គិតថា90នាទីគ្រប់គ្រាន់ទប់ឲ្យជាប់15នាទី2ដងទប់ឲ្យជាប់2នាទីយកហុងស៊ុយដែរបាទនេះជាហេតុផលរបស់ Paraguay តែបើហ៊ាន Paraguay បដូររបៀបលេងវិញខ្ញុំគិតថាទប់បារាំងអត់ជាប់ទេត្រឡប់មកបារាំងវិញគឺនិយាយពីការពារបារាំងគឺមាន high press បាទគេដាក់ខាងលើមិនមែនថាអូគុណភាពប្រយុទ្ធគេគិតថាប្រយុទ្ធអត់មានការពារអត់ទេបារាំងគឺជាក្រុមតលយៈភាពបាទខ្ញុំប្រើពាក្យតលយៈភាពថាការពារក៏ល្អប្រយុទ្ធក៏ល្អដូចក្រុមខ្លះអូល្អតែប្រយុទ្ធទេអូក្រុមខ្លះល្អតែការពារដល់ពេលមានបាល់ទៅតអត់ចូលអាហ្នឹងយើងចង់បែងចែកឲ្យដាច់អញ្ចឹងបាទអញ្ចឹងបរិបទនេះសម្រាប់បារាំងគឺអត់ខ្វល់ទេព្រោះគេឆ្លងកាត់ក្រុមដែល develop ហើយក្រុមដែលទម្លាក់ជ្រៅនៅមុខទីហើយអញ្ចឹងគេអាចនឹងលេងបានដូចនិយាយថាអូក្រុមហ្នឹង develop ហ៎ក្រុមហ្នឹងបកែកាត់ផ្ដាច់បាល់លើលំហ real ball ហ៎ជាលេងបាល់ក្រមក្រុមហ្នឹងបកែតម្លាក់មុខទីលីង6 10ម៉ែត្រ8 10ម៉ែត្រទាត់ពីចង្អាយទាត់ពីលីង25ម៉ែត្ររឿងអីដែលមិន high line defense អញ្ចឹងគេបោកបានទាំងអស់ហើយមួយទៀត transition របស់បារាំងគឺនៅពេលដែលបាត់បាល់ខ្ញុំឃើញថាក្រុមដទៃមិនងាយនឹងមកដល់មុខទីទេភាពរីកចម្រើននៃបំរើដូចគេដាក់3ចងហើយស្រាប់ហើយហ្នឹងបំរើការពារដាច់ដល់ឡែកហ្មងដូច Tasmania ដែរឃើញឡើងទៅលើទេអត់ Tasmania នៅតែការពារក្រោមមានថា screen midfield ឬក៏ defensive midfield បាទខ្សែបំរើការពារក្រោមបូករួមជាមួយដាយុទ្ធ Upamecano ហើយនឹង Saliba មួយ time marking មួយ cover មួយចូលយកបាល់មួយបិទពីក្រោយបាទអញ្ចឹងគឺគ្រប់គ្រាន់សម្រាប់បារាំងទប់ស្កាត់ហើយប៉ះខាងលើដេញទៀតមិនមែនថាបាត់បាល់ Mbappe ទុកឲ្យគេណា Mbappe ក៏ដេញវិញដែរបាទនេះជាចំណុចដែលខ្ញុំមើលឃើញថាបារាំងមានតលយៈភាពខ្លាំងមែនទែនគ្រប់គ្រាន់ក្នុងការលេងជាមួយ Paraguay តែឲ្យតែហ៊ាន Paraguay ដូររបៀបលេងឡើង high press បាទអញ្ចឹងកន្លែងនេះខ្ញុំចង់សុំលំអិតទៅប្រិមិត្តដែរថាយើងប្រើពាក្យមិញណាhigh pressing មានន័យថា high pressing ភាគច្រើនគឺជាក្រុមដែលទៅដេញ press តាំងពីគេលេង build up បាទមានថាឡើង press ខ្ពស់គៀបសង្កត់ខ្ពស់បាទមួយទៀតគឺ mid block ហ្នឹងជាទូទៅគេ compact នៅតំបន់កណ្ដាលទីលានបាទដែលគេបែងចែក3តំបន់ប្រយុទ្ធតំបន់កណ្ដាលហើយតំបន់ការពារអញ្ចឹងក្រុមមួយចំនួនដែលគិតថាខ្លួនឯងដឹងពីគេមួយដឹងពីគេហើយដឹងពីខ្លួនឯងចែកតែងទៅទម្លាក់ហើយគោលដៅដែរចង់ស្មើពេលនាទីពួក knock out អញ្ចឹងស្មើពេលនាទីយកហុងស៊ុយបាទហេស៊ុយតតខុសតតអីបានឡើងអញ្ចឹងនេះជាហេតុផលដែលថាជួបបារាំងក៏មិនជួបតិចដងដែរជាមួយនឹងក្រុមdevelop ដូចជាមួយនឹងសេនេហ្កាល់បាទសេនេហ្កាល់មិនការពារចឹងដែរហើយចាំវិបកមកម៉ាណេមកអីចឹងទៅតែបារាំងគេធ្វើបានគ្រាប់បាល់រហូតអញ្ចឹងខ្ញុំគិតថា Paraguay នឹងមិនហ៊ានទៅ high pressing នៅខាងលើទេបាទ develop ដែរអរគុណបាទសម្រាប់ពូធាឲ្យគាត់ចូលរួមកម្មវិធីខ្ញុំស្ដាប់ស្លុងហ្មងដោយសារគាត់បកស្រាយបច្ចេកទេសគាត់គ្រូបច្ចេកទេសបាទយូរយើងយកមកម្ដងគ្រូបច្ចេកទេសបាទយកមកយកអរគុណឥឡូវយើងទៅមួយទៀតបាទគឺតាក់តងនឹងអឺរ៉ុបមួយទៀតហើយបាទគឺ Norway ត្រូវជួបជាមួយនឹង Brazil ប៉ុន្តែយប់មិញយើងឃើញការលេងជាមួយនឹង Cote d'Ivoire ណោះបាទគឺលោកបានរិទ្ធីក៏ធ្វើសូមសំវិញថា Norway អាចទៅជ្រៅឥឡូវគាត់បានទៅ knock out ជាលើកដំបូងបាទគឺគាត់ធ្វើចុងក្រោយកាន់ប៉ាគាត់លេង98អត់បានទេ Norway ឥឡូវគាត់ទៅជួបជាមួយនឹងបាទគឺ Brazil ម្ដងទៀតហើយ98គាត់ធ្លាប់ជួបគ្នានៅក្នុងពូលកាលនោះមានដូចទៅ Andre Floor អីនោះអាកីឡាករខ្ពស់ៗរបស់ Norway ហ្នឹងណាបាទឥឡូវបាទហ្នឹងហើយ Chelsea ឥឡូវគឺទៅឥឡូវនេះ Haaland នេះឥឡូវយើងនិយាយពី Cote d'Ivoire យប់មិញតិចបាទគឺការពារល្អនៅតំបន់អាហ្វ្រិកមកជួបប្រយុទ្ធល្អគឺ2-1បាទយប់មិញដូចថា2-1ដែរអញ្ចឹងណាបាទឲ្យគេខាងនោះមានគ្រាប់បាល់ដែរមិនទៅត្រាយប់មិញបាទHaalandនេះគឺបាន5គ្រាប់ហើយសម្រាប់ Norway គឺលេងដល់អត់សម្ពាធទេចឹងខ្ញុំចាត់ទុក Norway គឺជាក្រុម Gen Z បាទសบายហ៎បាទក្រុមក្មេងគេថាយុវជនចំនួនក្រោយដែរយើងមើលទៅពួកគេដូចមិនមែនមកពីក្លឹបផ្សេងណាដូចបងប្អូនខ្ញុំមើលការលេងរបស់គេដូចបងប្អូនហ្មងនេះអញ្ចឹងខ្ញុំនឹកទៅគ្រូត្រាវិញខ្ញុំចង់និយាយថារឿងអាឡឺម៉ង់នេះចុះមិនលេងដូចបងប្អូនពីមុនពីណាមកអាឡឺម៉ង់លេងឆាប់ត្រូវគ្នាណាជំរឿសជាតិណាហើយមកប្រហែលដូចលេងអត់ត្រូវគ្នាហ្មងសម្រាប់អាឡឺម៉ង់ខ្ញុំនៅតែនិយាយមួយទៀតថាខ្ញុំមិនកាន់ជើងទេហើយក៏ខ្ញុំក៏មិនមូសាទៅលើការចាញ់របស់អាឡឺម៉ង់ដែរពីព្រោះអាឡឺម៉ង់ពិបាកជួបជាមួយនឹងក្រុមដែលគេតម្លាក់ពេកក៏ធ្វើអត់បាយហើយកម្រិតកីឡាករដែលមកនេះគឺភាគច្រើនជាអ្នកដែលបកកែ
ទាញមួយទល់មួយមាន space មានអីទេឥឡូវ New Zealand ទាញត្បល់នៅបាយ័ននៅអីគាត់ទាញបានព្រោះមាន space មានគេថាមានទីលានដែលគាត់អាចទាញបានមួយទល់មួយទល់ពីរតែដល់ពេលមកប៉ះក្រុមដែលគេ compact ជាទៀតបាទមានថាការពារជ្រៅហើយ compact ទៀតអញ្ចឹងពិបាកដែលកម្រិតរបស់កីឡាករអញ្ចឹងមក World Cup លើកនេះខ្ញុំគិតថាគ្រូមួយចំនួនក្រុមមួយចំនួនដែលមានប្រៀបហ្នឹងគឺជាក្រុមដែលដោះតាក់ទិចបានដោយមានគុណភាពកីឡាករ individual បាទមួយទាញពីរឥឡូវដូចយើងនិយាយ Messi ចុះ Messi មកគៀបគាត់អីដល់ថ្នាក់ថ្ងៃនេះឃើញក្រុមដែលលេងជាមួយ Messi ដូចកាលអាសេរីអញ្ចឹងគាត់តែ Messi ជាប់ជើងជាទូទៅយើងត្រូវតែទៅគៀទៅអត់យើងទៅប្រេ Messi ដល់ពេល Messi ជាប់ជើងដល់នេះថយអស់លីងទុកឲ្យ Messi ចែកមកឆ្លាញ់ហ្នឹងវាជាហេតុផលកន្លែងហ្នឹងដែរបាទអញ្ចឹងយើងត្រឡប់មកបាទ Norway វិញបាទក៏គិតថាជាមួយនឹងក្រុមដែលត្រូវឡើងបន្តនេះ Brazil បាទក៏អាចថានឹងការពារវិញដែរបាទហើយបើឲ្យ Brazil ក៏បាទខ្ញុំអាចនិយាយបានថា Brazil ជួបជប៉ុនមួយទៀតដែរបាទ Brazil នឹងជួបជប៉ុនមួយទៀតដែរខ្ញុំគាត់ចឹងដែរបាទនឹងជួបធីមជប៉ុនខ្ញុំចង់ឲ្យលោកគ្រូត្រាគាត់បកស្រាយរឿងជប៉ុនមួយនឹង Brazil បាល់ហ្នឹងគឺលេងរបៀបម៉េចបាទព្រោះ Norway នឹងត្រូវជួបមួយនឹង Brazil ដែរអាចស្តៀងគ្នាមួយជប៉ុនព្រោះគុណភាពលេងរបស់ Norway មួយជប៉ុនប្រហែលគ្នាក្នុងឆ្នាំហ្នឹងខ្ញុំមើលឃើញសម្រាប់ការពី Brazil មួយជប៉ុនគឺគ្រាប់បាល់គេរកបានគេហៅគ្រាប់បាល់ intercept បាទអញ្ចឹងនេះគេហៅថាដំណាក់កាល transition គឺការបំរែបំរួលនៅពេលដែលដណ្ដើមបាល់បានបាទ Norway គេមានគុណភាពErling Haaland ហើយនឹងមានមួយចំនួនទៀតដែលសិតតែ shadow striker ឲ្យចាប់ Haaland free អ្នកផ្សេងមានសបាទដូចបារាំងអញ្ចឹងតែចាប់ Mbappé free Olise free Dembele ដូចគ្នាបាទអញ្ចឹងខ្ញុំគិតថាលើកនេះបាទជប៉ុនគេលេងរបៀបថាការពារជាចម្បងហើយគេនឹងវិបកប៉ុន្តែខុសត្រង់ថា Brazil ពេលខ្លះក៏គេទៅ high press ដែរគេមិនមែនចេះតែតម្លាក់ពេកទេអញ្ចឹងការទុកឱកាសឲ្យជប៉ុនលេងទៅមុខហ្នឹងគឺមានភាគរយតិចប៉ុន្តែបើនិយាយពីគុណភាពម្នាក់ជប៉ុនគឺអាចដោះបានជាមួយនឹង Brazil រហូតដល់រកគ្រាប់បាល់បានទៀតអញ្ចឹងគុណភាពម្នាក់របស់ជប៉ុនហ្នឹងគឺត្រឹមតែសារថារីចម្រើនខ្លាំងនេះជប៉ុនយើងនិយាយថាមកលើកនេះបើគុំតែលបួសអ្នកខ្លាំងប្រហែលអ្នកទៀតបាទពុំលេងគឺបោកមួយទៀតគឺបោកលបួសទៀតហ្នឹងហើយបាទអញ្ចឹងវាសយយើងនិយាយថាទៅជប៉ុនមកលើកនេះសយដែលបាត់ snol សំខាន់ individual ទាំងអស់សិតតែអ្នកបកែអញ្ចឹងយើងនិយាយថាបើសុំគុំតែលបួសទាំងអស់ហ្នឹងគឺប្រហែលជាជប៉ុនអាចទៅជ្រៅជាងនេះហើយចៃដន្យមកជួប Brazil លឿនពេកតែ Brazil ក៏នៅក្នុងបាល់ទាត់ក៏គេអង្គន់ពេលវេលាដែរប្រិមិត្ត10នាទីដំបូង10នាទីដំបូងបាទ game plan គេធ្វើអីបាទហើយនឹង flexible ចូលដល់គេនាំមុខត្រូវធ្វើអីឥឡូវបន្ទាប់ពីគេនាំមុខចប់តង់មកចូលមកវិញមានឱកាសហ្មងគេត្រូវធ្វើអីមួយគេថា detail ខ្លាំងអា movement របស់កីឡាករនេះ detail ខ្លាំងរហូតដល់អាចរកគ្រាប់បានទៅលើក្រុមជប៉ុនហើយអាគ្រាប់ទី2ដែលយកឈ្នះខ្ញុំនឹកស្មានពេលខ្លះអារម្មណ៍ដែលស្មុងស្មាតទៅលើបាល់ពេកកីឡាករជប៉ុនមានចំនួនគ្រប់គ្រាន់ជាង Brazil នៅក្នុងប្រអប់ទៀតមានតែមួយគត់ Martinelli មានតែមួយគត់ប៉ុន្តែគាត់ឈររែកកណ្ដាលហើយហេតុផលអីដែលអត់ទុកឲ្យគាត់ free ដោយសារតែខ្ញុំអត់ចាំបានកីឡាកររូបណាជប៉ុនមួយរូបដែលនៅកណ្ដាលពីរហ្នឹងគាត់ផ្ដោតទៅលើខាងក្រៅច្រើនជាងខាងក្នុងហើយមួយទៀតគេហៅ ball watcher វាថាមើលតែបាល់ភ្លេចចាប់មនុស្សភ្លេចចាប់មនុស្សអញ្ចឹងពេលហ្នឹងបាល់កន្លែងហ្នឹងបើគាត់គ្រាន់តែដូរគាត់មើលឃើញ Martinelli បន្តិចគាត់មកតែពីជាហ៊ានបន្តិចបាទមកតែពីជាហ៊ានបានហើយមិនមកគៀកពេកទេក៏ចាប់ឱកាស Martinelli លេងទាត់បាត់ហើយគាត់ចាយចេញវិញហើយវាកើតឡើងអានទីបាទទីហ្នឹងឯងអញ្ចឹងជប៉ុនផ្្លាត់អានទីហ្នឹងហើយដល់មកជាមួយ Norway ខ្ញុំគិតថាបើ Brazil តួឱកាសឲ្យ Norway លេងគ្រោះថ្នាក់របស់ Norway creative ខ្លាំងហើយ Erling Haaland នេះមិនមែនតែនៅសំកុកគាត់ថា role number 9 ទេតែ all the movement ហើយ target man ហ្មងបាទចុងក្រោយលេងទៅក្រៅ cross in មកគឺគាត់ចលនាធំត្រូវបាទ40យុទ្ធពីរអ្នកតោងគាត់ជាប់ឯណាបាទគុណភាពចឹងទៀតមមកម្លាំងលបឿនកម្លាំងកម្ពស់ហើយកាយសម្បទាមានទាំងគ្រប់មានទាំងព្រមបាទលបឿននេះអាវិតបន្តិចអាវិតតែប៉ុណ្ណេះទៅបាត់អញ្ចឹងទៅអញ្ចឹងអាវិតហើយNorwayខ្ញុំឃើញមានមួយទៀតដែលទាត់ចូលទីជំនាញនូសាណានូសាហ្នឹងក៏ assist ឲ្យ Erling Haaland ចឹងបាទតែមក World Cup លើកនេះអត់សូវមានសម្បូរ role លេខ9ទេមានតែនឹងវេសឡង់មួយទេដែល role លេខ9 Chris Wood មួយដែល role លេខ9ត្រូវតែពេលហ្នឹងអត់ទេឥឡូវគេអត់សូវលេងអាប្រអប់ប្រយុទ្ធប្រអប់សូវអត់មានទេខែ Harvard មានណាអាឡម៉ង់មានតែខេនមួយអង់គ្លេសខ្ញុំឃើញក្រុមដែលមក World Cup ហ្នឹងណាយើងចង់និយាយថាអូការពារមាន4បម្រើមាន4អីចឹងណា
ប៉ុន្តែហើយគឺថាមួយផ្លែតគឺ8ហ្មងអញ្ចឹងអាកណ្ដាលអាបាញ់ប្រអប់ហ្នឹងអត់ងាយចូលទេធីងាយទេលេងមកដល់ភ្លឹប8ហ្មង8នៅមុខទីខ្លួនឯងហ្នឹងទៅណាមក8ហ្មងមិន4មិន5ទេណាហើយអញ្ចឹងទៅបុកងាចូលអាកន្លែងហ្នឹងថារួមតម្លាក់ហ្នឹងហើយតម្លាក់រួមមកលឿនហ្មងឃើញលឿនហ្មងមែនធម្មតាបាល់ទាត់សម័យនេះគឺគេផ្ដោតលើការការពារខ្លាំងបាទការពារខ្លាំងលេងកន្លែងនេះចង់បន្ថែមលោកធីបន្តិចតែខ្ញុំចង់និយាយមុននឹងយូរហើយថាបរិបទបាល់ទាត់ឥឡូវគេអត់ខ្វល់រឿងថាមកលេងមិនទេបាទព្រោះខ្ញុំនិយាយថាគ្រូគេដឹងពីគេនឹងដឹងពីខ្លួនឯងហ្នឹងតែដូចថាប៉ារ៉ាហ្គាយហ្នឹងបើមិនដឹងពីខ្លួនឯងមុំទៅប្រេះហាយជាមួយអាល្លឺម៉ង់មាន space ពីគាត់អាល្លឺម៉ង់លេងមកឆ្លាញ់អាល្លឺម៉ង់មិនក៏តតជោគ3គ្រាប់តែដល់ពេលដឹងពីខ្លួនឯងដឹងខ្លួនឯងទៅមិនរួចកន្លែងនេះដែលខ្ញុំចង់និយាយថាគេអត់ខ្វល់រឿងមកក្រុមនេះមកសម្រាប់តការពីគេចង់បញ្ចប់លទ្ធផលដើម្បីតែគេទទួលបានបាទឥឡូវខ្ញុំនិយាយទៅបាទយប់មិញនេះឆ្លងតាមជ័យជំនះធ្វើឲ្យ Haaland ហ្នឹងសុទ្ធបាន13ប្រកួតជាប់គ្នាក្រុមជម្រើសជាតិណាប៉ុន្តែអ្នកដែល free low ជាងគេមានមើលឯ Martin Odegaard លុយឯលុយខ្លាំងសម្បូរខ្លាំងបាទដូច Alice ដែលជួយឲ្យបារាំងអញ្ចឹងណាបាទន័យថាអ្នកនោះអ្នកនៅ delivery អូហ្នឹងហើយអ្នកដឹកជួយដល់ហ្នឹងហើយអ្នក creative អ្នកបង្កើតឱកាសឲ្យដៃគូទៅបញ្ចប់ទីហ្នឹងហើយល្អមែនដូចព្រឹកមិញនេះខ្ញុំមើលបាល់មេស៊ីកូមួយនឹងអេក្វាឌ័រតង់ទី1ចាប់ផ្ដើមពីមេស៊ីកូដាក់ 2-0 ហើយចូលតង់ទី2មេស៊ីកូតម្លាក់លេងបិទតម្លាក់ហ្មងហើយចាប់ផ្ដើមនិយាយថាការប្រកួតអ្នកមើលចាប់ផ្ដើម boring បាទមកខាងទៀតចេះតែទប់ហើយមកខាងទៀតចេះបុកបើថាបុកទៅមានគ្រាប់ល្អមើលណាបុកអត់គ្រាប់ទៀតឆ្វេងស្ដាំលើក្រុមនៅតែដដែលគាត់ចាប់ផ្ដើមល្អគាត់ថា boring ហ្គេមហ្នឹងអញ្ចឹងបានលោកប្រាថាអត់ទេគេមិនលេងឲ្យយើងមើលសុបាយទេគេសំខាន់គឺគេលទ្ធផលគេឈ្នះឬចាញ់បាទអរគុណអញ្ចឹងចង់ថាបើឆ្លងចេញទៅជាលើកដំបូងហើយសម្រាប់ Norway អាចទៅជ្រៅទៀតទេគូធាមើលទៅណោះប៉ះមួយប្រេស៊ីលវាជាមហាអំណាចមួយហើយជាពិសេសលោកកាឡូអាសេឡូទីហ្នឹងដូចលោកគ្រូធាដែរហ្នឹងស្រាប់តែជើងខ្លាំងការពារ14ជាន់អីខ្ញុំគិតថាដូចពិបាកមួយប្រេស៊ីលហ៊ាននិយាយចឹងហ្មងបាទឥឡូវល្អទៅបាទល្អទៅហើយបើយើងដឹងថាប្រេស៊ីលលេងអញ្ចឹងយើងមើលឃើញផ្នែកប្រេស៊ីលលេងអញ្ចឹងតាធនធានយើងតែអាចទប់មួយប្រេស៊ីលបាទលេងខាងហ្នឹងវាអញ្ចឹងហើយមិនខាង Norway អត់ analyze អំពីប្រេស៊ីលទេ analyze ប៉ុន្តែមួយនេះបច្ចេកទេសកីឡាករម្នាក់នេះបានអត់តែនិយាយថាលេងបុកលេងទប់វាមិនមែនជារឿងបញ្ហាសំខាន់ទេសំខាន់គឺលទ្ធផលឈ្នះឬចាញ់បាទហើយឧទាហរណ៍ទៅគេលេងទប់គេឈ្នះគេខ្លាំងយើងលេងបុកយើងឈ្នះក៏យើងខ្លាំងដែរតែបើយើងចាញ់អាហ្នឹងយើងបុកគេអត់ចូលណាដល់ពេលយើងទប់ឈ្នះថាអានេះទប់ខ្លាំងមែនប្រើពាក្យអញ្ចឹងអញ្ចឹងអាហ្នឹងគឺបងប្អូនទៅយល់កន្លែងហ្នឹងអរគុណឥឡូវយើងឆ្លងទៅមួយទៀតដើម្បីបញ្ចប់ហើយយើងទៅវិភាគនៅគូបន្ទាប់បាទគឺរវាងមិចស៊ីកូនិងអេក្វាឌ័រយប់មិញបាទសុំខ្លីបានហើយគូធាបាទសុំតិចទៅមើលទៅមកការលេងបាទគឺគ្រាប់បាល់រហ័សនៅវគ្គទី1ណោះរហ័សមែនតើមិនធ្លាប់មានទេណាមិចស៊ីកូគាត់មិនធ្លាប់ធ្វើបានដែរនៅវគ្គទី1ដែលមាន2គ្រាប់បាទគឺធ្វើបានល្អសម្រាប់មេស៊ីកូគឺគេមានការបំរែបំរួលពីការប្រយុទ្ធដែលលឿនដូចគ្នាហើយគុណភាពកីឡាកររបស់មេស៊ីកូដូចគូណាណេសគីណូណេសហើយនឹងរ៉ាអ៊ូជេមីណេសហ្នឹងសិនអ្នកបកាយដែលលេងនៅក្នុងប្រអប់ហើយពីហ្នឹងរាប់ពេលដែលសងខាងគេអត់សូវចេញទេគេនៅតែក្នុងប្រអប់ហើយនឹងលបឿននៃការលេងទៅមុខហ្នឹងក៏លឿនដែរអញ្ចឹងមេស៊ីកូគឺជាក្រុមមួយដែលមានតុល្យភាពដែរជាពិសេសគេធ្វើការនៅពេលដែលបាត់បាល់ transition បាទការបំរែបំរួលខ្ញុំប្រិមិត្តពេលខ្លះខ្ញុំនិយាយជាអង់គ្លេសនេះដោយសារបើយើងនិយាយជាអង់គ្លេសគឺឲ្យចំ snow ហ្មងហើយក៏បន្ថែមខ្មែរពីក្រោយទៅគាត់ថាពេលខ្លះយើងប្រើពាក្យខ្មែរក៏អត់ចំអា snow នៃភាសាបច្ចេកទេសហើយយើងរៀនមកក៏កំពីយុទ្ធសាស្ត្រមកក៏ចេញយុទ្ធសាស្ត្រមកដែរបកថាម៉េចដល់បាទអញ្ចឹងកន្លែងនេះគឺបើថានិយាយពីបច្ចេកទេសយើងឃើញថាការបំរែបំរួលណាបកការបំរែបំរួលប្រិមិត្តអាចអត់យល់អីគេដែលជាការបំរែបំរួលបើយើងនិយាយទៅក្នុងបាល់ទាត់និយាយទៅ transition មួយដឹង transition ពីប្រយុទ្ធមកការពារ transition from attack to defend ពី defend to attack ដល់យើងនិយាយបំរែបំរួលអីគេបើបំរែបំរួលពីប្រយុទ្ធទៅការពារហ្នឹងតើអត់ដឹងថា counter press counter attack ដែរហើយឥឡូវបាល់ទាត់ពីមុនយើងដឹងតែ counter attack ទេឥឡូវសួរប្រិមិត្តជំនាន់មុនមក counter attack រហូតតែឥឡូវគេមាន counter press ទៀតអីគេ counter press ពេលបាត់បាល់ភ្លាមទៅ high press ព្រោះវាមានសន្តានថាក្រុមខ្លះគាត់ទៅបាត់បាល់ភ្លាមគាត់ធ្លាក់អស់លីងហើយក្រុមខ្លះបាត់បាល់ភ្លាមអ្នកណានៅជិតhigh press គេយកកំណត់អញ្ចឹងហើយបានមានស្ថិតិឥឡូវនេះគេចេញស្ថិតិ recovery ball recovery ball មានថាបាត់បាល់ដេញប្រហែលវិនាទីដែលដេញបានមកវិញអញ្ចឹងក្រុមខ្លាំង
transition ហ្នឹងគឺលឿនណាស់ចាយពេល recovery ball ហ្នឹងលឿនបាទអញ្ចឹងសម្រាប់មេស៊ីកូគឺគេមានកម្រិតបាទ transition របស់គេ recovery ball ហ្នឹងគឺមកវិញលឿនឃើញផឹកមិញលេងអញ្ចឹងអូខេហើយលេងផឹកមិញ 4-3-3 ហើយប្រយុទ្ធ3 Quinones Raúl Jiménez ជាមួយនឹងស្អីគេ Alvarado ហ្នឹងហើយបាទតែគេមានបម្រើបាតទុកតែមួយទេបម្រើបាតដាក់ជំនាញ Eric Lira រះហ្មងរះហ្នឹងមានបាល់ក៏ជិតស៊ីបាល់មានបាល់ចុះណារហូតបាទល្អខ្លាំងណាស់ក្មេងល្អមែនតើយប់មិញនេះគេកំណត់ត្រាថា16ឆ្នាំដែលមេស៊ីកូប្រកួត15ប្រកួតគឺមិនអោយដៃគូសុទ្ធបញ្ចូលទីនៅវគ្គទី1បានទេណាសម្រាប់មេស៊ីកូអញ្ចឹងគេឲ្យដំណើរថា road to the final មេស៊ីកូត្រូវជួបជាមួយនឹងអង់គ្លេសឧទាហរណ៍ណាគេឲ្យអញ្ចឹងណាបាទថាអាចយកឈ្នះកុងហ្គោប៉ុន្តែទីទៀតគ្រូត្រាគាត់ភិកអីគេថាមេស៊ីកូត្រូវជួបជាមួយនឹងអង់គ្លេសមិនឲ្យដៃគូសុទ្ធបញ្ចូលទីនៅវគ្គទី1 19ប្រកួតពីចន្លោះឆ្នាំ1982ដល់98បាទអញ្ចឹងពីរនឹងត្រូវជួបគ្នានៅវគ្គបាទគឺ16ក្រុមចុងក្រោយប្រសិនបើអង់គ្លេសយកឈ្នះកុងហ្គោនឹងអញ្ចឹងណាបាទអញ្ចឹងហើយយប់មិញបាទគឺស័ក្តិសមហើយមេស៊ីកូប៉ុន្តែមានការទទួលកាតក្រហមទៀតណោះនៅទីក្រុងមេស៊ីកូ City កីឡាដ្ឋានហ្នឹងគឺចែកកាតក្រហមឲ្យកីឡាករ4ហើយ4នាក់ហើយបាទ4នាក់ហើយកន្លែងហ្នឹងណាជាកន្លែងក្តៅបាទជាប់បដាសាWorld Cup 2018និង2022ក្នុងមួយ tournament มัน4កាត4អីហ្នឹងក្រហមហ្នឹងហើយគ្រាន់នេះតែលើកដំបូង3កាតឥឡូវនេះមួយទៀត4កាតបាទកន្លែងហ្នឹងគាត់កន្លែងបានមួយទេបងមិញហ្នឹងហើយអញ្ចឹងអបអរសាទរម្ចាស់ផ្ទះទៅហើយម្ចាស់ផ្ទះនេះគឺឲ្យតែគាត់ធ្វើជាម្ចាស់ផ្ទះឆ្នាំ70ឆ្នាំ86គាត់បានត្រឹមទៅវគ្គ quarter final តើ2026នេះអាចឈានទៅដល់ demi final ឬក៏ semi final អត់ណាយើងរងចាំបាទក៏ជាកំណត់ត្រាមួយដែរអរគុណឥឡូវខ្ញុំសូមបិទត្រឹមហ្នឹងគ្រូត្រាខ្ញុំចង់ឲ្យគ្រូត្រាទៅ analyst បាទគឺគូបាទគឺតោក្រដាស់អង់គ្លេសជាមួយនឹងកុងហ្គោមកពីអាហ្វ្រិកយ៉ាងម៉េចដែរគ្រូត្រាគូពីរនេះបាទគូពីរនេះផ្អែកទៅលើកីឡាករម្នាក់ហើយនឹងរបៀបលេងសម្រាប់អង់គ្លេសគឺមានប្រៀបជាងហើយបាទអង់គ្លេសមានប្រៀបជាងហើយកាលពីខ្ញុំឃើញអំពី tactical បាទគឺការលេងមួយក្រូអាតបាទសម័យរូបភាពទៅក្រូអាតទីសិនបាទបើសិនជាក្រូអាតគាត់គិតថាគាត់ត្រូវការចាញ់តិចវិញប្រកួតដំបូងប្រហែលជាមិនចាញ់14អញ្ចឹងឯងប៉ុន្តែក្រូអាតមកវិញដែរឡើងមកប្រយុទ្ធវិញដែរបាទតែនៅពេលនេះគឺអង់គ្លេសជួបជាមួយកុងហ្គោដែលជាក្រុមការពារខ្លាំងមែនទេការពារខ្លាំងខ្ញុំកុងហ្គោការពារខ្លាំងហើយយ៉ាងណាបើនិយាយអំពីគុណភាពកីឡាកររបស់អង់គ្លេសគឺមានប្រៀបជាងហើយអញ្ចឹងកន្លែងនេះត្រឡប់មកវិញថាអ្វីដែលខ្ញុំបាននិយាយពីមុននៅពេលដែលកីឡាករមានប្រៀបជាងគុណភាពកីឡាករម្នាក់គេយកគុណភាពកីឡាករហ្នឹងទៅបំបីតាក់តិចក្រុមហ្នឹង deep block អញ្ចឹងយកម្នាក់ទៅទាញធម្មតាមានន័យថា man to man ដែរបើ deep block គឺ man to man ចំអ្នកណានៅនឹងឡើងហ្សូនហ្មងអញ្ចឹងចំអ្នកណានឹងឡើងហើយបើសិនជាឡើងមកមួយហើយទាញផុតមួយមិនត្រូវយកមួយទៀតមកហើយដល់ពេលមួយទៀតមកមិនត្រូវ free ម្នាក់បាទកន្លែងហ្នឹងហើយបាល់តឥឡូវណាគឺ switch បាទមានន័យថា switch ដែលអត់ direct switch ទេការបដូរខាងអត់មិនបាញ់ចេញពីការពារឆ្វេងបាញ់ទៅប្រយុទ្ធស្ដាំទេស្លាប់ស្ដាំទេគឺគេ switch តាមបម្រើបាទគេ switch តាមបម្រើសិនមូលហេតុអីដែលគេបដូរខាងតាមរយៈខ្សែបម្រើដើម្បីឲ្យ line defense ឡើងមកមួយសិនបាទឡើងមកមួយរួមសិនធម្មតាបើបំរើមានបាល់ខាងការពារត្រូវឡើងមកមួយអញ្ចឹងគេមិនអាចទៅឈររែកមួយចាប់មួយនឹងក្រៅបានទេឥឡូវបើសាកហ៊ានទៅយកកូតទៅចាប់មួយស្លាប់មួយចាប់មួយបាល់តឥឡូវលេងយកមួយចាប់មួយអញ្ចឹងបាទមិនបោះទម្លួពួកឥឡូវយើងនិយាយ line defense 4ការពារ4សងខាងចេញមិនសល់កណ្ដាល2បាទអញ្ចឹងមានមួយឡើងមកកលមិនលេងចំនួនលើសបានទេអញ្ចឹងគេអត់ធ្វើអញ្ចឹងទេបាទរបៀបការពារគឺគេ0មកសិនតែក្រុមដែលមានបាល់គេត្រូវលេងឆ្លងបម្រើសិនដើម្បីឲ្យបាញ់បដូរខាងទៅវាទុកពេលវេលាគេហៅថាទុកពេលវេលាធម្មតាបាល់ទៅវាមានចម្ងាយ60ម៉ែត្រជាងណាអញ្ចឹងពេលដែលបាញ់បដូរទៅគេមានពេលវេលាដើម្បីមួយទល់មួយនឹងក្រៅហើយគុណភាពទាញរបស់កីឡាករមួយទល់មួយរបស់អង់គ្លេសក៏សិតតែល្អជាងដែរបាទអញ្ចឹងមិនខុសពីបារាំងដែលឡើងទៅជួបមួយប៉ារ៉ាហ្គាយខ្ញុំគិតថាហ្គេមនេះគឺដូចគ្នាហើយចលនារបស់ Hurricane មិនមែនជាចលនាដែលសំកុកនៅក្នុងប្រអប់ទេ Hurricane មិនមែនជា type កីឡាករបែបហ្នឹងបិទអីតែគាត់មិនលឿនមែនប៉ុន្តែគាត់តែងតែចុះមកយកបាទចុះមកយកឲ្យចែកអាការចុះមកយកនេះគឺជា head fall unlock មួយដែរការរំដោះខ្លួនចេញពីការចាប់របស់គេការលេងបដូរទៅខាងហើយគាត់ធ្វើការនៅក្នុងប្រអប់វិញចុះធម្មតាបោកឲ្យការពារចេញក្រៅប្រអប់ហើយដល់ពេលដូរទៅខាង
mìnhអាចចលនាទីតាំងដំបូងហ្នឹងមិនការពារនៅចូលក្នុងប្រអប់ស្រាប់ណាឥឡូវបើគាត់អត់ចេញទេគាត់ទុកឲ្យតែគេឆ្លងទៅក្រៅហើយក្រោះឲ្យគាត់អញ្ចឹងហ្នឹងការពារហ្នឹងថៃ marking ជាប់បាត់ហើយអញ្ចឹងគាត់ត្រូវចុះមកឲ្យគេមកដែរដើម្បី create space ពីក្រោយនេះបាទអញ្ចឹងខ្ញុំគិតថាគុណភាព Hurricane ថ្ងៃនេះក៏គាត់អាចរកបានច្រើនមិនដែរអង់គ្លេសនៅលើកនេះខ្ញុំចាត់ទុកថាលោក Thomas Tuchel គាត់រៀបចំផែនការ set piece ល្អទាំង corner ទាំង free kick ខ្ញុំហ៊ាននិយាយហ្មងថាបើគ្រាប់បាល់ដែលរកបានពី Congo មិនតាមរយៈ open play អីគេ open play ទៀតហ៎ open play ហ្នឹងគឺការលេងពីក្រោមមកឬក៏លេងកំពុងលេងហ្នឹងប៉ុន្តែមួយទៀតគេហៅ dead ball ឬក៏ set piece តែចំណាំថាប្រើពាក្យ dead ball ហ្នឹងគឺបាល់ដែលដាក់ស្ងៀមដាក់ស្ងៀមហ្នឹងគឺបាល់ free kick បាល់ corner បាល់បោះទួយហ្នឹងហើយបាទបាល់យើងបកមកថាបាល់ងាប់បាល់អត់ចលនាស្ងៀមបាទបាល់អត់ចលនាអញ្ចឹងអង់គ្លេសគេនឹងមានប្រៀបទៅលើការរៀបចំបាល់ចលនាហ្នឹងហើយបើកុងហ្គោខ្ញុំសឹងថាមិននិយាយទេគឺការពារបានបាល់ទៅមុខអត់ខ្វល់បាត់បាល់នៅមុខទេបាទការពារបានបាល់គឺទៅមុខហើយចង់ពិបាកលេងដែរយើងមើលទៅអង់គ្លេសប្រកួតវគ្គ qualify 8ប្រកួតមកមុននឹងមកដល់អាមេរិកនេះគាត់សុទ្ធបានគេ22គ្រាប់ Hurricane សុទ្ធបាន8គ្រាប់ហើយគាត់ឆ្លងវគ្គជម្រុះមកដល់3ប្រកួតនេះទៀត Hurricane សុទ្ធបាន4គ្រាប់ទៀតអញ្ចឹងគាត់បាន12ណាបាទនៅក្នុងយុទ្ធនាការហ្នឹងនៅក្នុងហ្នឹងប៉ុន្តែលោកគ្រូធាខ្ញុំសូមរំលឹកគ្រូបាទគឺកុងហ្គោបន្តិចពីដើមគេហៅសាអ៊ីហ្នឹងណាកុងហ្គោហ្នឹងមានលោក Sebastian De Safri បាទជនជាតិបារាំងណាអាយុ49ឆ្នាំគាត់ដឹកនាំក្រុមនៅអាហ្វ្រិកហ្នឹងគឺ11ហើយកុងហ្គោជាប្រទេស11ទី11ដែលគាត់ដឹកនាំគាត់ដឹងក្បាច់ក្បួនច្រើនគាត់មកបន្ថែមមុននេះហើយគាត់បានកោះហៅកីឡាករដែលមានឈាមជ័រដែលដូចជារទ្ធីនិយាយអតីតកីឡាកររបស់ក្រុម Man U នោះវ៉ាន់វីសាកាធួនសំបេបាទកាលគូកាតារបស់ Chelsea អីហ្នឹងណាបាទគឺមកហើយមកដាក់នៅកុងហ្គោហ្នឹងមកកុងហ្គោហ្នឹងហើយអញ្ចឹងខ្ញុំគិតថាគាត់ក៏មិនមែនជាងាយសម្រាប់ងាយស្រួលសម្រាប់លោក Thomas Tuchel ដែរទេមើលទៅគាត់ថាយើងឃើញថាអាវីបករបស់គេហ្នឹងមិនមែនប្រុសណាមិនមែនបន្ទូប្រទេសទៅទេតែគេទៅមុខមែនប៉ុន្តែវីបកដោយគុណភាពម្នាក់នឹងល្អឥឡូវដូចមើលស៊ុយអែតយប់មិញអញ្ចឹងស៊ុយអែតមិនវីបកដូចគ្នាAlexander Isak ហើយជាមួយនឹង Gyökeres គឺដឹងទៅមុខដូចគ្នាហ្នឹងបាទទៅអត់ផលទេអត់បានគាត់អត់បានផលតែគេដឹងតែលេងបែបហ្នឹងព្រោះឲ្យគេលេង possession បារាំងបាន counter បាត់ហើយបាទអញ្ចឹងគេអត់លេងអញ្ចឹងគេដឹងថាទៅរត់ប្រសិទ្ធភាពមែនណាប៉ះជាមួយនឹងការពារល្អរទ្ធីបំរើកាត់ហ្គេមនឹងអត់ឲ្យទៅដល់ការពារបានទេពីរនាក់ហ្នឹងគឺទៅអត់រួចខ្ញុំថាអូគាត់ខ្ញុំមើលខ្ញុំថាទៅអត់រួចទេមានតែកើតខាងគេលដែរធម្មតាទៅបែបហ្នឹងគេថាឲ្យអស់ tactical ទេព្រោះប្រជែងមួយទល់នឹងមួយហើយស៊ុយអែតនេះមិនមែនដូចស៊ុយអែតឆ្នាំ94ទេស៊ុយអែតឆ្នាំ94ល្អពីក្រោមកដាលឲ្យលឿល្អទាំងអស់រទ្ធីតែស៊ុយអែតមួយនេះរទ្ធីថាយើងថាអ៊ីសាក់ល្អយូករ៉េប៉ុន្តែអាកដាលដូចថាវាអត់សូវពេញសាច់វាថាវាអត់សូវជោគជាំនិយាយស៊ុយអែតខ្ញុំនឹកឃើញ Lawson ហ្នឹងហើយ Henrik Larsson បាទLumberg អីចឹងណា Lumberg អីមិនសិតតែល្អហើយអរគុណចឹងគូធាចង់សួរគូធាថាអង់គ្លេសស៊ីអត់ណោះខ្ញុំភាគរយបាទអត់ដល់ថែម៉ោងទេអញ្ចឹងហ៎ដល់ថែម៉ោងទេនិយាយចឹងថាបើកាឡា open play អត់បានគឺ set piece ហ្នឹងហើយបាល់ corner នឹងមានច្រើនសម្រាប់អង់គ្លេសបាទហើយចុះរទ្ធីយល់ថាស៊ីហ៎មើលទៅនិយាយទៅខ្ញុំគាត់ថាកុងហ្គោវាចប់ត្រឹមហ្នឹងបាទអញ្ចឹងហ៎បាទអាចទៅមុខរទ្ធីដូចខ្ញុំច្រើនគុណភាពអង់គ្លេសលេងគឺកុងហ្គោមិនអាចទប់ជាប់ទេបាទខ្ញុំគាត់ថាអស់ត្រឹមហ្នឹងហើយឥឡូវអាហ្វ្រិកបាទគឺដែលចាក់ចេញមានកូដវ៉ាមានទុយនេស៊ីបាទគឺអស់2ណាក្នុងចំណោម10ទៅអស់2សិនទេមែនទេបាទទៅអស់2សិនទេនៅក្នុងដំណាក់កាលនេះអញ្ចឹងប្រសិនបើកុងហ្គោបាទគឺនៅមិននៅអីមិនដឹងទេបាទហើយអញ្ចឹងបាទគឺ2នាក់ហ្នឹងអ្នកណាឈ្នះទៅជួបមិចស៊ីកូជួបម្ចាស់ផ្ទះ16ក្រុមណាបាទអរគុណខ្ញុំគិតថាអង់គ្លេសឈ្នះដែរចុះហើយខ្ញុំថា2-0ចុះខ្ញុំគិតថាអញ្ចឹងណាបាទប្រហែលជាមិនមានក្របទេកុងហ្គោខ្ញុំគិតថា2ឡើងដែរបាទ2ឡើងតែ2ឡើងតែបាល់នេះអាច3-1ផងមិនដឹងអញ្ចឹងណោះបាទខ្ញុំបាទឥឡូវខ្ញុំរំលឹកមួយទៀតទៅដល់បាទគឺបែហ្សិកបាទគឺជួបជាមួយនឹងសេនីហ្គាល់នេះឥឡូវខ្ញុំ preview គូត្រាតិចចុះគូត្រាគាត់ដឹងដែរហើយបែហ្សិកបាទគឺលោកលេខ1នៅក្នុងពូជីមានន័យថាស្មើអេស៊ីបបាទគឺស្មើអេរ៉ង់បាទគឺឈ្នះនៅវ៉ៃសឡង់អីចឹងទៅ
បាទហើយ2018គាត់លេខ3ណាលោកណាហើយបាទគឺសម្រាប់សេនីហ្គាល់គាត់ចាញ់បារាំង 3-1 ចាញ់បាទគឺម៉ារ៉ុក 3-2 និងឈ្នះកូតឌីវ៉ា5ក្នុងនាមលេខ3បាទគឺសម្រាប់ហើយអ្នកណាឈ្នះទៅជួបអាមេរិកហើយក្នុងនាមលេខ3ហ្នឹងលេខ3បានលេខ3ល្អលេខ3ល្អ3បន្ទុកទៀត3បន្ទុកទៀតលេខ3បន្ទុកប៉ុន្តែគ្រាប់បាល់លេខ5ណែវាចឹងអញ្ចឹងបានខ្ញុំសូត្រអាលក្ខន្តិកៈនៃការលេងខ្លះបានតែ3បន្ទុកហ្នឹងបានទៅដែរណាបាទប្រកួតឆ្ងល់ខប់វិញណា3បន្ទុកហើយលេខ2ដែរបាទលេខ2ដែរហ្នឹងវាចឹងណាស្មើទាំងអស់ឡើងមកឥឡូវអ្នកណាឈ្នះរវាងបែសិកទៅជួបអាមេរិកហើយឬក៏បូស្នីណាបាទឥឡូវសូមគូតាជួយមើលទីមើលបែសិកមិនដូចបែសិក2018ណាបែសិកឥឡូវហ៎តែ basic ឥឡូវក៏មិនទាន់លេចធ្លោហ្មងដែរព្រោះអ្នកស្នងហាសាតបាទអត់ទាន់ឃើញមានល្អទេអ្នកស្នងដែលថាអ្នកគ្រូថ្នាក់បាទលេងគ្រូថ្នាក់ដូចអត់ទាន់ឃើញមានទេហើយក៏បាត់កីឡាករសំខាន់មួយចំនួនច្រើនដែរមកនេះមកដូចថានៅសល់តែ Lukaku អីនៅសល់ Kevin De Bruyne តែប៉ុណ្ណឹង Kevin De Bruyne ហ្នឹងចុងក្រោយហើយ Lukaku តែ Lukaku ដូចរឿងមានបញ្ហាតែគាត់មកវិញអត់មកវិញថាប្រពន្ធចឹងអីទេហើយយើងហើយចូលលេងអីហងហើយរឿងហៅហ្នឹងហងហើយត្រូសាតបាទនៅត្រូសាតបាទមកកណាត់លើរៀងក្រាន់ដែរតែខ្ញុំមើល basic ឆ្នាំនេះស្ទើរការពារបើមកកណាត់លើវាមិនទៅអីហ្មងការពារដោយអត់សូវតំណងទេបាទ basic បើមិនចឹងយើងឃើញលេងជាមួយអ៊ីរ៉ាក់លេងជាមួយអេស៊ីបលេងជាមួយនឹងញូហ្សេឡង់សិតរបូតក្របបាទហើយគីឡូ basic ពីមុនមិនមែនធម្មតារទ្ធីនេះបាទអ្នកលេខ7ហ្នឹងខ្ញុំហ៊ានថាចឹងហ្មងមិនទាន់មានអ្នកណាធ្វើបានដូចអ្នកលេខ7ហ្នឹងទេអ្នកលេខ7ហ្នឹងកាលពី8ឆ្នាំមុនគាត់ពេញកម្លាំងណាគាត់បោះហ្នឹងគាត់បោះសម្លាប់ហ្មងបោះឲ្យគេរកគ្រាប់បាល់ឥឡូវគាត់លេងនៅលីកគាត់ញោមញីដោយសាររបត់សូវបានលេងអាយុកាន់តែច្រើនរបួសកាន់តែច្រើនកម្លាំងកាន់តែថយគឺអត់សូវស្រួចហ្មងយើងមើលគាត់ណាលេខ7ហ្នឹងមែនទេគ្រូត្រាំមើលគ្រូឯងលោកគ្រូជួយនេះផ្សារមានផ្សារនេះមកបាទទទួលស្គាល់ថាទី1វ័យរៀងច្រែបាទទី2គឺលេងនៅក្នុងតំបន់ដែលគេទម្លាក់ខ្លាំងបាទអញ្ចឹងអា space ដែលគាត់អាពេលវេលាដែលគាត់រក្សាបាល់វាអត់មានទេមានន័យថាអាពេលវេលាបើសិនជាគាត់ឡើងទៅរៀងគៀកទីគេអត់មានហ្មងព្រោះអាចនឹងគេ sandwich defense អាចនឹងគេចូលមកបញ្ចេញមកគាត់បើគាត់ចង់បានបាល់ក៏គាត់តម្លាក់មករែកគេហៅថាបាល់តឥឡូវខ្ញុំឃើញការពារកណ្ដាល2តែបើកខ្ពស់ចេះបើកទៅតឹងចេះបំរើចុះមកមួយទៅមានថាលេងចេញ3ពីក្រោមអញ្ចឹង Kevin De Bruyne បើចុះមកអញ្ចឹងគឺខាតមែនទែនពីព្រោះវាឆ្ងាយជាមួយនឹងការលីងទៅតំបន់ប្រយុទ្ធតែបើពីមុនជំនាន់គាត់ទៅឈរអាលីង30ម៉ែត្រជាងគាត់ឈរចែកឈរអីគាត់ត្រូវការប៉ះទង្គិចគាត់ទាញផុតអីគាត់ dead ball ច្រើនណាបាល់ដែលគូថ្នាក់បាល់គេហៅថា dead ball ហ្នឹងប៉ុន្តែឥឡូវហ្នឹងវារៀងតានតឹងដែរអញ្ចឹងវាខុសសម័យកាលនៃការលេងដែរតែតែមួយទៀតគូត្រាចំណុចមួយទៀតណានៅពេលដែលបាល់បានលើគាត់ណាគាត់អាចពីដើមគាត់អាចបវលដូចក្បាលកាល់ណាបវលបាទដើម្បីឲ្យអាអ្នកដែលចង់តាមចាប់គាត់ហ្នឹងពិបាកដឹងថាទៅខាងណាគាត់ធ្វើបាក់ឥឡូវនេះយ៉ាប់ហើយពេលដែលគាត់ពុបគេទៅដោះភ្លៀងគាត់ទៅធ្វើអាហ្នឹងវាបវលអត់សូវបានច្រើនយើងឃើញអញ្ចឹងមានន័យថាឥឡូវគាត់ត្រូវបដូរបរិបទលេងដែរថាសាមញ្ញជាងមុនបាទ easy មិនបាត់តែខូចបាល់ហ្នឹងហើយហ្នឹងទេប៉ុន្តែបើឲ្យបាល់ដែលគ្រូថ្នាក់ final ប៉ះរបស់គាត់ដែលគ្រូថ្នាក់គឺរៀងកាត់បន្ថយហ្នឹងអាសារ៉េភ្លើងរកឲ្យកណាហ្នឹងអាហ្នឹងលេងសូវបានច្រើនហើយទៅទីលេងសូវខ្ញុំឃើញហ្គេមទៅប៉ុន្តែក្រុមជំរឿសជាតិគាត់នៅតែពឹងផ្អែកលើគាត់ហ្នឹងពឹងផ្អែកលើគាត់ហ្នឹងជាអ្នកផ្សារភ្ជាប់ហ្នឹងហើយអ្នកផ្សារភ្ជាប់អ្នកធ្វើឲ្យមានចលនាពីក្រោមមកតំបន់ប្រយុទ្ធរោអ្នកល្អជាងគាត់អត់ទាន់ឃើញហ្នឹងហើយសម័យហ្នឹងអញ្ចឹងកន្លែងនេះយើងនិយាយថាពីរក្រុមនេះមួយល្អការពារមួយល្អការពារតែការពារជាក្រុមមួយទៀតល្អប្រយុទ្ធប៉ុន្តែបើដូច basic ដូចលោករដ្ឋានិយាយគឺឯកភាពត្រង់ថាអាការចូលប្រជែងហ្នឹងរៀងស្ទើរហើយសិប៉ះជាមួយម៉ាណេអីបាទសេរីកាល់បាទនេះកន្លះ Jackson ផងអីផងបាទល្អដែរហ្នឹងប្រហែលអ្នកនេះក៏គាត់ក្លុកដែរហើយអា style ហ្នឹងគឺគាត់សំលៀងមកពីក្នុង pool ហើយអញ្ចឹងគេថាគឺនឹងប្រើអា style ហ្នឹងដើម្បីលេងជាមួយនឹង basic បាទយើង analyze យើងមើលឃើញថាស្ទើរការពាររទ្ធីធម្មតាលោករទ្ធីមើលឃើញអញ្ចឹងយើងមើលឃើញទាំងអស់គ្នាអញ្ចឹងជិតទំមខាងបច្ចេកទេសរបស់គ្រូអញ្ចឹងប្រហែលជាគេត្រូវធ្វើម៉េចបង្កើតឱកាសលេងទៅរកអ្នកដែលការពារ Thai marking ស្ទើរបច្ចេកស្ទើរអញ្ចឹងគេលេងហើយបាទអញ្ចឹងប្រកាសណាស់ថា basic នឹងគ្រប់គ្រងបាល់ច្រើនខ្ញុំត្រឹមតែនិយាយថា basic នឹងមានប្រៀបទៅលើការគ្រប់គ្រងបាល់ទេប៉ុន្តែបើឲ្យប្រសិទ្ធភាពបញ្ចប់ទីឬការបង្កើតឱកាសដល់គ្រូថ្នាក់គឺ basic នៅមិនអាចជ្រៀតទៅសេនេហ្គាល់បានទេតែបើសិនជាសេនេហ្គាល់ដណ្ដើមបាល់បានវិញគុណភាពប្រយុទ្ធរបស់សេនេហ្គាល់នឹងល្អជាងបាទគុណភាពសេនេហ្គាល់ល្អជាងខ្ញុំមើលឃើញចង់មានន័យថាគូនេះអាចថែមម៉ោងគូត្រាំគូនេះបាទស្មើគ្នាខ្ញុំគិតថាអាចដល់ថែមម៉ោងទេប
ឥឡូវនេះអើយជាឱកាសចុងក្រោយសម្រាប់កីឡាករទាំងពីរនាក់មកខាងម្នាក់មួយ Mane មួយ Kevin De Bruyne ហ្នឹងគឺជាឱកាសចុងក្រោយដែលត្រូវលាឈប់ពី World ជម្រើសជាតិហើយគឺចប់ជាងគាត់ឈប់ហើយអស់ហើយស្ថិតនៅក្នុងចំណោមកីឡាករ10នាក់ដែលគេដាក់នៅក្នុង World Cup ហ្នឹងត្រូវលាដូចជា Messi Neymar Ronaldo អញ្ចឹងណាហើយគាត់ពីរនាក់ហ្នឹងគឺជាឱកាសចុងក្រោយហើយចឹងអត់មានគ្រាប់ឲ្យថែមម៉ោងហ្មងបាទខ្ញុំគិតថាថែមម៉ោងហើយគូនេះអត់ល្អមើលខ្ញុំថាអត់ល្អមើលក្រុមទាំងពីរនេះគឺយើងប្រើភាសាអាម៉ាត់ថាស៊ីសងគ្នានៅក្របបាល់ដំបងបាទខ្ញុំហ៊ាននិយាយចឹងហ្មងតែក្រុមណាដែលឆក់យកក្របបាល់ដំបងហើយគឺដល់ក្រុមនឹងមានលទ្ធភាពឈ្នះប៉ុន្តែសម្រាប់ខ្ញុំគូនេះខ្ញុំគិតថាបើប្រៀបឈ្នះបានទៅសេនេហ្គាល់ច្រើនជាង Basic អញ្ចឹងបាទខ្ញុំគិតថាប្រៀបឈ្នះហ่ะប៉ុន្តែវាអាចស្មើគ្នាក្នុង90នាទីដែរតែបើសិនជាមានឈ្នះក្នុង90នាទីអាចសេនេហ្គាល់ឈ្នះសេនេហ្គាល់នេះគេមានប្រវត្តិល្អគេកាលពី World Cup នៅជប៉ុននោះគាត់ឈានទៅដល់វគ្គ8ក្រុមចុងក្រោយតែគាត់ចាញ់ទូគី Golden Ball ណាបាទ Golden Ball ទៅក៏នេះទៅគាត់ធ្លាប់បានទៅដល់វគ្គ8ក្រុមចុងក្រោយដោយកាមេរូនដែរខ្ញុំថាសេនេហ្គាល់ឆ្លងហើយសូវឆ្លងផុត Basic នៅវគ្គហ្នឹងអញ្ចឹងហ៎បាទអាចឡើងហើយ Basic មើលការលេងវាស្ទើរពេលឆ្នាំនេះស្ទើរ Basic សាំដល់ធុញធ្លាប់ branding ធ្លាប់ brand ការជំនាន់ប្រទេសពីរដែលខ្ញុំមើលឃើញហើយធ្លាប់ខ្លាំងណាមើលឃើញស្ទើរនៅក្នុងឆ្នាំហ្នឹងគឺ Basic ក្រូអាតក៏យើងស្ទើរដែរបាទគាត់អត់ដូច World Cup មុនបាទមុនដែររាជការបាទរាជការអរគុណអញ្ចឹងក្រុមនេះអាចដល់ពេលនឹងទីមើលទៅណាអាចដល់ពេលនឹងទីដែរខ្ញុំយើងទៅថែមមកវាអាចធ្លាយចូលពេលនឹងទី1ខ្ញុំហ៊ាននិយាយថាក្រុមណាតតចូលមុនក្រុមនឹងឈ្នះទី2អស់បលាយទៅដល់ថែមម៉ោងដែរហើយនឹងពេលនឹងទីដែរបាទអញ្ចឹងអរគុណខ្ញុំសម្រាប់រទ្ធីមានគ្រាប់បាល់រទ្ធីបាទនៅខ្ញុំគាត់ថាបើសិនជាស្មើគ្នាអាចពីស្មើអាចបុកគ្នារៀងខ្លាំងដែរពីស្មើហើយអាចថែមចូលដល់ថែមម៉ោងតែបើមានឈ្នះមានចាញ់ក្នុង90នាទីសេនេហ្គាល់ជាអ្នកឈ្នះបាទហើយសេនេហ្គាល់ភាគរយច្រើនឡើងជាង Basic ខ្ញុំវិញយល់ឃើញចេះវិញខ្ញុំនៅតែឲ្យបន្ទុកអឺរ៉ុបល្អជាងខ្ញុំនៅតែមើលឃើញថ្មីបាត់តែគាត់ថមថយមិនដូចពី8ឆ្នាំមុនប៉ុន្តែខ្ញុំគិតថាBasic 2 Senegal 1នេះខ្ញុំទៅចឹងវិញណាបាទរកបាល់ខ្ញុំជាងឥឡូវយើងគិតទៅបើអាឡម៉ង់ទៅបាត់អាឡម៉ង់ទៅបាត់ហើយហ្នឹងហើយបើតែលហើយកហ្នឹងខ្ញុំគិតថាដូចជាអត់តំណងដែរតំណងណាបាទអូខេឥឡូវបញ្ចប់ត្រឹមហ្នឹងចុះឥឡូវចូលគូចុងក្រោយមួយទៀតបាទគឺអាមេរិកនិងបូស្នីនេះល្អខ្លាំងណាអានេះមិនអាច boring បានទេអត់បានទេអាមេរិកល្អខ្លាំងណាមិនទៅបាទសម្រាប់គូនេះសឹងថាហ៊ាននិយាយដោយរំពឹងខ្ពស់ណាតែប្រិមិត្តទៅប្រាប់ឲ្យថាជម្រាបជូនឲ្យថានេះគ្រាន់តែជាការគិតឃើញរបស់ខ្ញុំដោយសារខ្ញុំឃើញគេលេងអញ្ចឹងអាមេរិកគឺល្អមែនទែនបាទសម្រាប់លើកនេះល្អខ្ញុំក៏ឃើញដូចគ្នាអាមេរិកលោកប៉ូជីទីណូដឹកនាំល្អហ្មងហ៎អាមេរិកខ្ញុំមិនដឹងថាប៉ូជីទីណូគាត់កែច្នៃអាមេរិកមិនដែរបាល់អាមេរិកពីមុនលេងដូចជាអត់មានការតាក់ទាញសោះឥឡូវនេះមុន World Cup ចូលមកដល់អាមេរិកលេងមិត្តភាពមួយអាឡម៉ង់មួយប៉ូទុយហ្គាល់ទោះបីចាញ់អាឡម៉ង់ចាញ់ប៉ូទុយហ្គាល់តែសាច់បាល់វាមិនមែនគួរចាញ់នេះលេង20ដែលក្រុមការងារយើងដាក់រូបភាពនេះណាជាកីឡាករអាមេរិកទី1ដែលឈ្នះ Man of the Match ពីប្រកួតជាប់គ្នាហើយអាចលេងនៅអង់គ្លេសដែរប៉ុន្តែអត់ចូលសញ្ជាតិអង់គ្លេសទៅនេះវិញនេះសេរីយ៉ាគាត់បានកើតនៅអង់គ្លេសអត់បងនេះគាត់លេងនៅបារាំងនៅម៉ូណាកូបាទអេមែនតើល្អខ្លាំងហើយធ្លាប់យុវជនអាសនលដែរបាទណាធ្លាប់យុវជនលេងនៅ Premier League ដែរបាទអាមេរិកមួយបូស្នីនេះនិយាយទៅបូស្នីតែគេមានជើងចាក់ដែរដូចអេដេនដេជីកូអញ្ចឹងដែរគេមានដែរចាស់ហើយបាទពិបាកដែរគេមានស្លាប់ចាក់របស់គេដែរថាបូស្នីឡើងមកនេះសូអត់មានឃើញអីលេចធ្លោទេឥឡូវតែរំពឹងតែបាល់សេតភីមួយទេបាទសេតភីមួយទេបូស្នីមាន4បន្ទុកលោកឈ្នះកាតា 3-1 ចាញ់ស្វីស 4-1 ស្មើនឹងកាណាដាចំណែកអាមេរិកបាទគឺមាន6បន្ទុកបាទគឺឈ្នះចាញ់ទូគី 3-2 ឈ្នះអូស្ត្រាលី 2-0 និងឈ្នះប៉ារ៉ាហ្គាយ 4-1ប៉ារ៉ាហ្គាយ inform នៅពេលដែលចាញ់អាមេរិកហ្នឹងគឺគាត់ចាប់ផ្ដើមធ្វើបានល្អហ្មងគាត់កែក្រុមគាត់បានល្អហ្មងបាទហើយអាមេរិកចាញ់ទូគីក៏ជាការប្រកួតដែលមិនសូវជាសំខាន់នៅក្នុងពូលតែគិតទៅលើគេថាសុខុមាលភាពកីឡាករបាទមិនខុសពីណ័រវេទេឆ្លាតខ្ញុំគិតថាទុកសាតែដល់ពេលអាឡម៉ង់ចាញ់គេអត់គិតអញ្ចឹងអាឡម៉ង់ចាញ់គឺ own enemy ហ្មងគាត់ថាអ្នកគ្រប់គ្រងដាក់បន្ទុក
តាំងទុកលើក្រុមនៅ deal កីឡាករខ្លួនឯងខ្លាំងណាស់ អូអាឡម៉ង់តែអញ្ចឹងហីបាទយើងឃើញចំនួននៅមេស៊ូតអូស៊ីលឯនៅក៏អ្នកគ្រប់គ្រងអាឡម៉ង់ហ្នឹងគឺ deal ថ្មេះគ្នាឈ្នះអូស៊ីលគាត់បាក់ទឹកចិត្ត បាទឈ្នះទៅលើកខ្ពស់ខប់ដល់ពេលចាញ់វិញបាទហ្នឹងមិនខុសពីអង់គ្លេសបាទអ្នកអញ្ចឹងបានឃើញចេះឆ្ងល់ថាម៉េចក៏កីឡាករអាឡម៉ង់ដល់ពេលទៅទាត់បាល់11ម៉ែត្រលេងយកខ្សែការពារទៅទាត់អញ្ចឹងតាមពិតបើតាមដឹងសាច់រឿងមកថាមានអ្នកដកឃ្លាអត់ចង់ទាត់អីច្រើនព្រោះគិតថា own enemy ហ្នឹងគឺខ្លាំងណាស់ការដាក់បន្ទុកខ្ញុំគូកាត់គូធាតិចហូឡង់ក៏ចឹងដែរទស្សនិកជនយើងឯណាគាត់ថាហេតុអីមិនយក Timber យកកីឡាករក្មេងៗខ្ចីឲ្យទាត់វិញអញ្ចឹងវាអត់មានអ្នកទាត់អត់មានអ្នកទាត់ពេលនាទីនេះចឹងក៏នៅក្នុងការវឹកហាត់ពេលដែលត្រៀមទាត់ពេលនាទីល្អបាទដល់ពេលទៅចាប់អ្នកចាំទីគេដែរហើយអារម្មណ៍ពេលហ្នឹងវាខុសពីអារម្មណ៍ដែលវឹកហាត់បាទអញ្ចឹងមិនមែនគេអត់វឹកហាត់ទេអ្នកខ្លះហ្នឹងឲ្យយកទៅទាត់ពេលនាទី100ដងខ្ញុំថាឲ្យទៅទាត់10000ដងទៀតក៏មិនមែនមកទាត់ក្នុងស្ថានភាពតែមួយទេបាទព្រោះជាក់ស្ដែងគឺមិនមែនទៅទាត់ពេលហាត់ណាហើយអ្នកចាំទីក៏ផ្សេងគ្នាទៀតត្រូវម៉ាក់គ្នាទៅវិញទៅមកដែរអញ្ចឹងមិនងាយដូចការនិយាយគូធាខ្ញុំមើលបូស្នីនេះលោក play off ឈ្នះអ៊ីតាលីហើយខ្ញុំគិតថាអាមេរិកបុកហើយព្រោះគាត់ជាម្ចាស់ផ្ទះគាត់ដឹងថាបុកហើយតែបូស្នីនេះទប់ងុំដែរណាហើយមាន Eden Dejeko អីបាទគឺអាយុ40ឆ្នាំហើយគាត់នៅតែអាចរកគ្រាប់បាល់បានដែរណាបាទរបស់ក្រុមឆាកេ04និយាយរួមសេកូបើសិនជាមានអ្នកល្អជាងគាត់តែមានមួយទៀតនៅ Stuttgart ឈ្មោះ Demerovic ជាប់ហ៎ជាប់តាជាប់ហ៎ជាប់មកដែរតែកាលនៅ Stuttgart ក៏មិនជាលេខធ្លោដែរលេខធ្លោមកបំរុងច្រើនដែរអូអ្នកល្អជាងសេកូគេរើអ្នកផ្សេងខ្ញុំគិតមើលអញ្ចឹងភាសាអត់មានតែគាត់នៅតែរកគ្រាប់បាល់បានណោះអញ្ចឹងគូនេះគ្រូត្រាគិតថាអាចថែមម៉ោងឯងឥឡូវកំតន់ដល់ហើយហ្នឹងលោកណែខ្ញុំសុំបន្ថែមតិចចុះបាទប៊ូស្នេនឹងការពារហើយអាមេរិកនឹងអត់ដកដៃទេបាទដកដៃទេព្រោះយើងនិយាយគ្នាមិនអញ្ចឹងបាទតាំង friendly ទាំងអីគឺលេងជាមួយក្រុមខ្លាំងអាមេរិកទៅ press រហូតអញ្ចឹង high pressing របស់អាមេរិកហ្នឹងគឺបានផលច្រើននៅក្នុងការប្រកួតដែលសំខាន់របស់គេហើយនេះហើយខ្ញុំគិតថាបើពឹងផ្អែកទៅលើការលេង performance គុណផលរបស់អាមេរិកដែលលេងនេះសម្រាប់ប៊ូស្នេនៅរងចាំតែឱកាសបានបាល់ហើយបានបាល់ counter របស់ប៊ូស្នេមិនមែនបានបាល់ counter ហើយលេងបដាក់គ្នា2 3នាក់ណាឬក៏ទៅរក target man ដើម្បីទាញឯងបាល់ counter របស់ប៊ូស្នេគឺជាបាល់បំផ្លោងបាញ់បំផ្លោងទៅ target man គឺបាញ់ទៅរកស៊ីកូហើយដើម្បីឲ្យស៊ីកូគាត់ hold បាល់រងចាំអ្នកឡើងមកគ្រប់គ្រងហ្នឹងតែប៉ុណ្្នឹងឯងការដោះពីអាមេរិកព្រោះអាមេរិកនឹងដេញ press ពីលើមកហើយបើសិនជាប៊ូស្នេគេ build up វិញគេលេងពីក្រោមវិញអាមេរិកនឹងឡើងកលខ្ពស់អញ្ចឹងរូបភាព game នេះខ្ញុំគិតថាអាមេរិកគឺ high press ខ្លាំងហើយគុណភាពកីឡាករបន្ទាប់ពីដណ្ដើមបាល់បានហើយវាល្អពេកបាទសម្រាប់ចង្វាក់នៃការប្រយុទ្ធហើយនឹងប្រសិទ្ធភាពនិយាយមួយទៀតប្រសិទ្ធភាព finishing ហ្នឹងហើយអញ្ចឹងខ្ញុំឲ្យគិតថាការប្រកួតនេះគឺអត់អាចទៅដល់ថែម៉ោងទេបាទទូទាត់ហើយក៏ប្រៀបទៅលើអាមេរិកច្រើនជាងដែរអញ្ចឹងជឿជាក់លើ Christian Pulisic អីចឹងហ៎បាទគឺ Mark Kenis បាទរបស់ Juventus អីចឹងល្អបាទ AC Milan អីហ្នឹងណោះបាទអញ្ចឹងគូហ្នឹងអាមេរិកដឹងតែទៅអញ្ចឹងជួប Bayern ឬក៏ជួប Senegal ហ្នឹងណោះគូនេះដូច30ហ្នឹងនេះប៉ុន្តែអាមេរិកល្អហើយល្អ30 basic មួយ Senegal ខ្ញុំនិយាយហ្នឹងតែបើគូនេះគឺ attractive មក attractive គូនេះគឺអាមេរិកអាចគ្រប់គ្រងនៅក្នុងការប្រកួតទាំងមូលបានច្រើនភាគរយច្រើនជាងបាទអាមេរិកធ្លាប់បានទៅវគ្គ knock out ហ្នឹង7 ដងវគ្គ16ក្រុមដែលគាត់ធ្លាប់ធ្វើដំណើរមកលោក Pochettino គាត់មកជួយកែប្រែវប្បធម៌លេងចាស់របស់អាមេរិក football culture របស់អាមេរិក football culture អាមេរិកលេងអត់ attract ទេពីមុនតែលើកនេះមកឃើញប្លែកហ្មងចាប់ផ្ដើមលេងម៉ាត់ដំបូងខ្ញុំឃើញប្លែកតាំងពីមុន World Cup ទៀតហើយគាត់មកគាត់ហ៊ានបដូរបរិបទលេងបាទហើយលីកនៅអាមេរិកហ្នឹងក៏មានគ្រូអាសង់ទីនមកច្រើនដែរបាទដូចជា Inter Miami អី Javier Mascherano អីសិនមកជួយហ្នឹងបាទយើងនិយាយរឿងគ្រូអាសង់ទីននៅក្នុងព្រឹត្តិការណ៍ World Cup នេះប្រទេសអាមេរិកឡាទីនដែលមកសិតតែគ្រូអាសង់ទីនទាំងអស់អញ្ចឹងហ៎បូកទាំងអាសង់ទីនខ្លួនឯងក៏ឡុំបៀអេក្វាដឺផងមិញនេះអ៊ូរ៉ាហ្គាយប៉ារ៉ាហ្គាយសិតតែអាសង់ទីនទាំងអស់អាសង់ទីនទាំងអស់បាទអត់មានគ្រូប្រេស៊ីលអ៊ុយរ៉ាហ្គាយទៅប្រេស៊ីលអន់ចិត្តងាប់នៅក្នុងទ្វីបមួយគ្នាអត់ទេប្រេស៊ីលអត់អន់ចិត្តទេគាត់ជួលគ្រូបរទេសដែរណាហ្នឹងហើយគាត់អស់ហើយអស់កាលហើយ24ឆ្នាំមកគាត់ហើយអាសង់ទីនប្រេស៊ីលបងធំក្នុងអាមេរិកឡាទីនគួរតែមានគ្រូប្រេស៊ីលខ្លះចូលរួមចំណែកអត់ទេតែអាសង់ទីនគ្រូ10លោកអាហ្វ្រិកក៏អញ្ចឹងដែរអាហ្វ្រិកពួកបារាំងគ្រូបារាំងសងទាំងអស់ហើយបារាំងទាំងអស់អាហ្វ្រិកបារាំងទាំងអស់ហើយបាទចឹងគូនឹងអត់ថែមមកឯងគូត្រាណោះបាទខ្ញុំគិតថាទូទាត់គ្នាទៅ90នាទីចឹង preview ជូនទស្សនិកជនបន្តិចមានន័យថា
សម្រាប់បាទគឺអង់គ្លេសជាមួយនឹងកុងហ្គោក៏អត់ថែមម៉ោងដែរតែបែសិកជាមួយនឹងសេនេហ្គាល់គឺអាចថែមម៉ោង អស់កន្លាគ្នា ហើយអាមេរិកជាមួយនឹងបាទគឺការបូស្នីនេះគឺអត់ថែមម៉ោងទេเนาะបាទនេះគឺទស្សនៈរបស់លោកគ្រូធាហើយពួកទស្សនៈរបស់លោករដ្ឋី បាទឯកភាពអត់ខ្ញុំឯកភាពដែរយើងតែ3នាក់អញ្ចឹងឯនេះបើថាស្អែកឡើងចេញឡាតបលខុសគឺ3នាក់ទៅត្រូវមកខ្ញុំយល់គ្រូធាតែមួយខ្ញុំដែរបាទខ្ញុំដែរបាទអរគុណច្រើនឥឡូវកម្មវិធីយើងបានឈានមកដល់ទីបញ្ចប់ហើយយើងឈានមួយចុងក្រោយទៀតណាដើម្បីលាគ្នាណាគ្រូធាណាអរគុណច្រើនទៀតពេលមកនិយាយលេងបានបោះបាយហើយទស្សនិកជនក៏ស្ដាប់ទៅគាត់ចេះកីឡាចេះតិចនិចចេះមើលច្រើនណាបាទគ្រូធាគេហៅថាគ្រូបច្ចេកទេសគ្រូជំរឿសជាតិបាទទាត់កម្ពុជាហើយគ្រូទ្រឹស្ដីតែគាត់នៅឡើយបាទហើយលោកគ្រូប្រាក់សវណ្ណរាយសិតតែនៅមួយកីឡាអស់មួយជីវិតដែរអរគុណមែនតើអរគុណគ្រូធាបាទជាថ្មីម្ដងទៀតអរគុណបាទពីកម្មវិធីបានឈានមកដល់ទីបញ្ចប់ខ្ញុំបាទទាំង3នាក់រួមជាមួយនឹងសហការីក្រុមការងារ